mấy ba trong ấy bên này dễ chặt đau nhu nhung ở cái khối phải giàu chứ bạp ngon á ấy bao nhu nhung trong nệm miên sâu tiết còn này phải dắt men tên sầm đầy nhạc lá này dễ bốc liệp bò kìa mà cái ót khóc xót nữa mùi bạc cạch ở cái khóc hay không là dễ ở cái chưa tiết nó sợ ba trao nè là dễ có họ nó sẵn đây chạm bóp lăng có họ ăn chơi có họ ăn trong họ vứt cái bồng một này đánh chân toàn là này có họ nó tiết đó nâng á sẵn mà về cha bọn ôi viết cha sẵn đây ó nâng cứ prao ta sẵn đây bứt bạc cót sẵn đây tuân phun ở chơi sẵn đây miền bờ giàu từ sẵn đây một bột châm cha nâng hai sẵn mà về cha tiền bịa bờ ong miền bờ giàu miền sạ sầm khăn men tên sẵn rạp sạt lô dục ta ăn ngọt bàn nè sẵn mà về cha nó sầm khăn đó mà hồi đẹp là ở đây thà mực cái năng bài thu bọn sầm đây mặt màu sét ta chơi sầm đây taประกอบ đại pư pol của miền đây sầm đây ประกอบ đại ca cung cuồn sầm đây ประกอบ đại ca chia bạc sầm đây ประกอบ ដោយ ពាក្យ សោក សៀត បំបែក បំបាក់ សាមគ្គី ទី ក្នុង អានឹង ប្រយ័ត្ន ទាំង ប្រយ័ត្ន ឲ្យ មែន តើ អា សម្ដី កុហក ភូត ផរ នេះ សម្ដី ជេរ បន្តិច សម្ដី អត់ បាន ប្រយោជន៍ តែ បង សម្ដែង សម្ដី អត់ ប្រយោជន៍ ហ្នឹង អសក់ ក៏ អត់ បាន ការ អី ដែរ និយាយ មក ព្រឹក អត់ មាន បាន អី សោះ មក ព្រឹក ពី មួយ ដល់ មួយ ខ្ញុំ ធ្លាប់ ជួប មនុស្ស ម្នាក់ ប៉ាកែ និយាយ មែន តើ រហូត ដល់ ខ្ញុំ ឃើញ តែ មុខ ខ្ញុំ កិច្ច ចាញ់ វាខាតពេលខាតប្រយោជន៍ទៅនិយាយចេះជាប់យើងចង់លាហើយនៅទៅអូស្ដាប់អានេះមួយទៀតសិនអាយើងលាហូកុំអត់ស្ដាប់អានេះមួយសិនអូយតែខ្ញុំអត់ចេះស្ដាប់អាពេលអត់ប្រយោជន៍ហ្នឹងអញ្ចឹងតែឃើញមុខទៀតកិច្ចបដ ாய் លេងស្ដាប់តែបន្តិចទៀតចប់បន្តិចទៀតទៅចាប់សិតតែរឿងអត់ប្រយោជន៍ហើយមួយទៀតសម្ដីជេរបន្តិចផ្ដាសាអ្នកខ្លះជេរគេមុំអត់អស់ចិត្តក្តៅពេកហ៎ក្តៅពេកមិនដាក់បដាសាទៀតជេរតាមអនឡាញអីចឹងសួរតើមានសិលធម៌អត់គួរណាស់តែប្រើពាក្យសម្ដីមានប្រយោជន៍សាមគ្គីអនុគ្រោះសម្ដោះគ្នាទៅទោះបីជាខុសក៏ដោយគឺយើងនិយាយពាក្យខុសនឹងឲ្យវាល្មមស្រាលទៅបានហើយកុំដាក់ទំនាជេរបដាសាពេញអានឹងដោយព្រះអង្គសម្ដែងថាម៉េចឲ្យវាចាក់សម្ដីត្រកោះបោះបោកជេរប្រតិចណាសំខាន់ណាស់រស់នៅក្នុងសង្គមក្នុងក្រុមគ្រួសារក៏ដូចគ្នាដែរក្នុងសង្គមប្រទេសជាតិក៏ដូចគ្នាដែរសម្ដីត្រកោះអាត្រកោះហ្នឹងលឺតិចឯងអាកោះចេះលឺតិចណាដល់តែបែបបោះលឺខ្លាំងឯងយកកសាំងអីកសាំងឯងកសាំងយកបោះមើលលឺខ្លាំងឯងលឺខ្លាំងជាងអាកោះបើអស់សម្ដែងហ្នឹងបើប្រុសត្រូវត្រកោះបោះលឺខ្លាំងណាបោកខ្លាំងឯងអាបោកកាន់លឺខ្លាំងទៀតណាអស់តែពីអាលឺខ្លាំងមែនទែនសួរកាត់ទៅណាទៀតជេណាដល់ខឹងពេកអាតកោះបោកឲ្យនៅតែតតាំងនេះទៀតជេអស់ពីជេមិនបន្តិចមិនផ្ដាសាថែមទៀតចង់ឲ្យលាលត់អស់ទៅមិនបាច់នៅសល់អីឃើញណាថតតោសៈខ្លាំងណាស់ណាអញ្ចឹងក្នុងគណៈហ្នឹងយ៉ាងម៉េចទៀតយើងគិតមើលក្នុងគណៈដែលយើងសិក្សាអប់រំចិត្តណាព្រះអង្គសម្ដែងអរិយមកអង្គ8គឺទៅតាមផ្លូវហ្នឹងណាបដាហើយណាយកឲ្យបាន8ហ្នឹងអានឹងហៅកដាលហើយយកតែមួយណាអត់តាន់កដាលអញ្ចឹងបន្ទាប់ពីសមាវិជ្ជាស្អីសមាកមន្តៈការងារត្រូវយ៉ាងម៉េចទៅហៅថាត្រូវព្រោះយើងម្នាក់ធ្វើការម្នាក់តាមទស្សនៈតាមការយល់ឃើញរៀងខ្លួនទៅដើមគ្នាត្រូវប៉ុន្តែព្រះអង្គសម្ដែងការងារត្រូវយ៉ាងម៉េចគឺការងារដែលមិនមានទោសមិនខុសនឹងច្បាប់រដ្ឋអញ្ចឹងព្រះអង្គហាមយ៉ាងម៉េចការងារត្រូវដែលមិនមានទោសគឺការងារដែលវាចាកចំនួន5ប្រការយើងរស់ស៊ីជួញដូរអីធ្វើទៅឲ្យតែត្រូវតាមច្បាប់ហើយអត់ជាអំពើទុច្ចរិតជាអំពើបាបកម្មយើងរស់ទៅតែព្រះអង្គឲ្យវាចាកអីកាប់សម្លាប់មនុស្សសត្វកុំរស់ស៊ីអាកាប់សម្លាប់មនុស្សសត្វហ្នឹងអីកុំរស់ស៊ីលួចប្លន់គេវាចាអមុខរបរលួចប្លន់កេងបន្លាញ់ហើយទៅទៀតយ៉ាងម៉េចវាចាអីជំនួញជួញដូរមនុស្ស
នេះព្រះអង្គហាមជួញដូរមនុស្សជួញដូរគ្រឿងញៀនជួញដូរអាវុធសម្រាប់មនុស្សអីហ្នឹងព្រះអង្គហាមហើយពិសេសមួយទៀតគឺថ្នាំពុលចំនួន5ប្រការនឹងហើយសមាអាជីវៈគឺការចិញ្ចឹមជីវិតត្រូវហើយកាលណាយើងរស់ស៊ីចិញ្ចឹមជីវិតការងារត្រូវអត់ចំនួនខុសវាចាក់ចំនួន5ប្រការចេញជួញដូរមនុស្សព្រះអង្គហាមតាំងពីចំនួនដើមឥឡូវនេះនៅតែជួញដូរមនុស្សដដែលឃើញទេឃើញខុសហើយសួរតើមនុស្សទាំងអស់ស្រឡាញ់ជីវិតទេស្រឡាញ់អនាគតទេហេតុអីយើងចាប់កូនគេយកទៅលក់ជួញដូរផ្លូវភេទសម្បើមណាស់ពិភពលោកនេះចឹងសួរថាចិត្តនឹងមេត្តាឬក៏ចិត្តអាក្រក់ដើម្បីប្រយោជន៍ខ្លួនឯងសុខចិត្តធ្វើបាបអ្នកដទៃឲ្យគ្នាបាត់បង់ម៉ែឪដោយថាប្រត់ប្រាស់ម៉ែឪបងប្អូនចាប់គ្នាយកទៅលក់ឥឡូវមិនលក់តែស្ត្រីលក់ទាំងបរោះទៀតចាប់គ្នាយកទៅអីណាយកកលៀនយកអីណាសិតតែរឿងដែរបាបកម្មដែលព្រះអង្គហាមមិនគួររស់ស៊ីអញ្ចឹងទេណាអញ្ចឹងយើងត្រូវមើលឲ្យមែនតើក្នុងការរស់នៅរបស់យើងបើយើងវាចាក់នឹងហើយឈ្មោះតែយើងដើរផ្លូវកដាលហើយយ៉ាយើងមិនប្រព្រឹត្តខុសទេមួយទៀតនៅក្នុងសិលដែរសិលមាន3សមាវិជ្ជាសមាកមន្តៈសមាអាជីវៈនិងសមាអាជីវៈឯសមាកមន្តៈយ៉ាងម៉េចការងារត្រូវយ៉ាងម៉េចការងារត្រូវគឺការងារដែលអត់ទៅកាប់សម្លាប់គេការងារត្រូវគឺការងារអត់កាប់សម្លាប់គេការងារអត់លួចប្លន់គេការងារអត់ប្រព្រឹត្តខុសក្នុងកាមទៅយកប្រពន្ធកូនគេនឹងការងារត្រូវគឺការងារសុចរិតនេះឯងចង់និយាយថាការងារត្រូវគឺការងារសុចរិតវាចាកការងារទុច្ចរិតនឹងឲ្យស្រួលយល់គឺប៉ុណ្ណឹងហើយវាអាចបំបែកទៅច្រើនទៀតប៉ុន្តែយើងយល់ត្រឹមប៉ុណ្ណឹងដើម្បីយើងចូលទៅក្នុងខ្លឹមសារធម៌របស់យើងកុំឲ្យហួសម៉ោងនឹងជាតួសិលអញ្ចឹងពេលយើងអង្គុយសមាធិនេះមានទេចំណុចហ្នឹងមានអននេះថាយើងអត់បានទៅប្រព្រឹត្តអំពើបាបកម្មអីទៅអស់ហ្នឹងទេអញ្ចឹងយើងមានសិលពេញលេញក្នុងខណៈដែលមានសិលពេញលេញហ្នឹងឯងជាគ្រឹះបាតនៃសមាធិនិងវិបស្សនាណាតែព្រះអង្គសម្ដែងថាសូមអោនកាយគ្រប់ដល់ពុទ្ធបរិស័ទទាំងអស់ដែលបានជើញមកទីនេះហើយក៏គ្រប់លោកទាវដែលបានព្យាយាមជើញមកសិក្សាពធជាចំណុចល្អណាស់ដែលយើងមិនវង្វេងនៅក្នុងឋានៈទូនីតិឬក៏មុខមាត់អ្វីទេសំខាន់គឺគិតអំពីសេចក្តីសុខផ្លូវចិត្តឋានៈទូនីតិខ្ពង់ខ្ពស់ឬក៏យ៉ាងណានោះវាមិនប្រកាសថាមានសេចក្តីសុខដោយសារតែការមានទ្រព្យច្រើនឬក៏មានបុណ្យស័ក្តិច្រើនឬក៏មានអំណាចឬក៏យ៉ាងណានោះទេសេចក្តីសុខពិតប្រាកដគឺនៅក្នុងចិត្តរបស់យើងម្នាក់តែម្ដងហើយសេចក្តីសុខដែលពិតប្រាកដនៅក្នុងចិត្តនោះលុះត្រាណាដែលយើងព្រមល្មមតាមមានតាមបានដោយយើងជើញមកនេះព្រមល្មមនៅអ្វីដែលមាននៅទីនេះយើងមិនសម័យឃើញទៅទៅខាងនោះវាល្អជាងពិសេសជាងឬក៏យ៉ាងណាយើងមិនមានការប្រៀបធៀបទេគឺមានតែការពេញចិត្តក្នុងកិច្ចប្រតិបត្តិរបស់យើងទៅតាមគម្ពីរបត្រៃបិដកពីឯងហើយក៏គ្មានអ្នកណាជួយអ្នកណាឲ្យសេចក្តីសុខមកយើងដែរសេចក្តីសុខឬទុក្ខគឺយើងជាអ្នកឲ្យខ្លួនយើងតបអាស្រ័យទៅលើចិត្តយើងដែលទទួលយកកង្វល់មកដាក់ក្នុងចិត្តឬក៏ទទួលយកទុក្ខមិនពេញចិត្តដោយប្រការណាដាក់ក្នុងចិត្តតែបើយើងពេញចិត្តនឹងអ្វីដែលមានន័យថាយើងមិនមានកង្វល់ទេវាបញ្ចប់ត្រឹមតែយើងសុខចិត្តណាសុខចិត្តដោយចិត្តខ្លួនឯងខាងក្នុងទទួលយកនឹងបញ្ចប់ហើយព្រោះអត់មានណាបញ្ចប់ពីបញ្ហារឿងរ៉ាវអ្វីឲ្យជីវិតយើងក្រៅពីខ្លួនយើងទេបើយើងមិនបញ្ចប់វាទេវាអត់ជាប់ទេខ្ញុំដល់ពិសោធន៍ខ្លួនឯងពេលខ្ញុំរកទទួលទានប្រកបមុខរបរមានចំណេញលុយច្រើនទៅដំបូងរកទាំងបានចំណេញធ្វើតែផ្ទះមួយវិឡាមួយនៅឲ្យវាស្រឡះបន្តិចកុំឲ្យនៅផ្ទះអ្វីវាហប់ពេកបានណាតែបាននៅហើយមិនទៀតបើបានមួយជួលធូរបន្តិច
mình bạ rồi ấy thế bàn tiền mùi chú ba đợt bàn tiền mùi chú trai vì ở group là sao thử bọn giờ ta tràn tới chẳng vậy bàn pi chứ prăng thì nát thì này vậy bàn pi đó là trong một tuy cáo thì đó là comment tên thì mình ở bàn mùi tiết mình tầm mùi tiền đó thôi một đòn pi đó tại vì là một đòn pi nên đăng khuôn vì hot về cái xong thì dê nó có xong thì dê ở tay lắm chua lòi ở khác ông tạo tiếp ơi quy kịch mà ơi hot mà chơi slap tới giờ ấy tên tan nè kịch khuôn ai ơi mình còn mình chào ấy phong mình đang đây là mô mà group á vì nó to chất về prom group á hoàn về shop á mà chất mình prom tới mình khơi kìm miền mà cả đồ tới tàu tiền à chẳng về đấy xong bây giờ đã chất thả chọc ai bật thòi tình tại đây lộ đây là bán là chọc thực tiền lộ à hot về tình đây nó tục tới cái nào chân đánh vô lộ thực bần từ vô lùi việc đó thì bần việc đó tình tiền từ bây giờ để dân chọc nó mình chất dân sinh ngọt liêm thế đó nơi mình nơi ở lại thế đó nơi trong thơ thế đó nơi bây đây cái bộ buồn đó tập tay chụp mất vẽ rồi còn nè ta flop rồi cho môi ấy chẳng tới flop thôi ấy ta ấy cho mới chắp chọc lên đây cái này là ó sẽ na đây cho ta prap chân nó bị chua từ đây chân nó coi và cao sẽ cái bộ bột phơi bộ ray vậy ấy chẳng là nó coi chân môi tiền cái tham mày ơi nó mồ mày chân môi tút tới chân môi cái tham mày ơi đừng ca để hot nó là mồ mà chưa là chắc ban khi ta xây sầm màu phum đấy cao ở trong chất nó cứ sầm màu phum rồi vương chất mày chất lõ nó chất ác rọ chất lõ với kết thăng phần đăng ban này tục về liền thừa bần thực tiền chất ác rọ ta ơi thừa ta chỉ nẹm miền thì mới cầm ao bị chanh kia mới ăn nâng ai tấn ta mày ta ta dân pro thôi phần đăng ban chắc đã chất mày vô quay chùm luôn tự dân prom ta miền ấy chùm luôn chẳng nghe men này từng óc này trong ban sợi dây nó này ban đôi chân chân tôi vô sợi mà chùm luôn mũi tiếp đập bay cầm áo với trong ban này đôi dân chứ trong ban thế nó ba lấy vô ấy mà chùm luôn vô thò mà chùm luôn đôi khi không chứ đợt về chất bên đây là trong ban đây cả đồng tân squat vô một trai đọ chùm luôn an công ty một trai việc đọ nhưng mi mơ của pin trái đó dụ bon chùm luôn cà rốt tu tiên để học nơi đừng có bình chắc bạn đây ta miền phải chốt cái này rồi viên chất nó không chất luôn ai chẳng mình đấy đã lọc chất bị chốt cái này đấy không chất luôn chưa nó ngay bị chốt ta còn cao tháo ta sập thò mùi tiếng nói chiếu lại công tơ anh bây giờ chọn liền vào mùi tháo tao và mỗi tế công tơ chúng ta công tới với chừng này và chất này với chừng này ai chúng ta làm gì than chứ nực rồi gì mình cua than chẳng sao phải ọt cao chất mùi tiết ta tha tao cái đăng khuôn răng chẳng cái ọt đăng nhân ta lấy đại mà ta mà chỉ vật nước này bạn này chẳng cái này với chừng này ta đại ta chơi cái này tại lời này mà bên này chừng tiết ọt vòng coi mà thì nó chất này chừng này tiết ọt chừng ha công tao ọt chừng lo trăng ấy chất lên đây đông rê mê tới mình chăng chất mùi mạch thế cầm tới màu bình tiền màu bình mệt ớt nó ngay bên đây lo này tiêm toàn chọc ấy ta là đó apana chất á apana chiên lấy dương mình trôi sạch rừng là nghe đó ní bọn ông phải chẹt thạo dương chầm ra rồi tì ngạt đấy rồi tí nít rõ ta phải chạy bị cam tha na mũi thì bọn này xong anh rùm cho từ từ nó đọc bên này dân đó tháo do na pá bọn phải chạy bên na pá bởi vô cái sân bọn phải chạy bên cái sân bên dưới bia sắp bọn phải chạy bia sắp cài người ta sẽ ấy bọn phải chạy thế lời ní dân sẽ đạp rùm đọc bề đăng thân thì đọc bề dân bọn ta bạn na pá thì chua mình chẳng bày tại sọc khả rằng mày khác nó không chiền chứ nó cái đấy nhọc an bằng tết rồi mấy nhầm phải chết nó lẽ bằng à phải chiên tôi mà nói ấy prap ấy nó phải chết nó niệm màu dứt ở đằng mấy đây sẽ đặt vào tòa thay cho nó chắc ông chết tha bị khó lúc lẽ ở à phải chiên nó không lố
ជាអ្នកមានចិត្តប្រឆាអបជាប្រឆាអីអបជានឹងតោមណោះណាពីរហ្នឹងប្រឆាអបជាតោមណោះហើយព្រះអង្គបញ្ជាក់ថាម៉េចចិត្តដែលប្រឆាជាបាធៈលះបង់ធនមិទ្ធៈគឺធនមិទ្ធៈប្រះទៅមានអត់លោកសញ្ញាគឺជាអ្នកដែលមានសេចក្តីសង្កល់នៃពន្លឺមានសតិនិងសម្បជញ្ញៈជំរះចាក់ធនមិទ្ធៈមានចាក់ធនមិទ្ធៈនេះព្រះអង្គបញ្ជាក់ថាលះឧត្តចៈកុកចៈលះវិជិកិច្ឆាលះអីទៀតនិវរណធម៌5មានអីកាមឆន្ទៈជាបាតៈធនមិទ្ធៈឧត្តចៈកុកចៈវិជិកិច្ឆាហើយព្រះអង្គឧទាហរណ៍ប្រៀបធៀបនៅក្នុងនេះយើងមើលថាតើចិត្តយើងដែលវាជាប់ក្នុងនឹងវាមិនដែរព្រះអង្គប្រៀបធៀបថាមនេភិក្ខុទាំងឡាយដោយបរិសុទ្ធដែលខ្ចីបំណុលគេយកមកប្រកបការងារទាំងនោះបរិសុទ្ធនោះក៏សម្រេចបរិសុទ្ធនោះដោះថ្លៃបំណុលចាស់រួចស្រេចហើយក៏សល់ទ្រព្យចំណេញទុកបំរុងចិញ្ចឹមប្រពន្ធកូនតទៅបរិសុទ្ធនោះមានសេចក្តីត្រេះរិះយ៉ាងនេះថាកាលមុនអាត្មាអញខ្ចីបំណុលគេយកមកប្រកបការងារទាំងនោះរបស់អាត្មាអញនោះក៏បានសម្រេចហើយអាត្មាអញនោះដោះថ្លៃបំណុលរួចស្រេចហើយអាត្មាអញក៏សល់បំណុលទុកជាទ្រព្យបំរុងចិញ្ចឹមជីវិតប្រពន្ធកូនតទៅបរិសុទ្ធនោះក៏បីបាននៅសេចក្តីរីករាយដល់នៅសេចក្តីសោមនស្សព្រោះរួចចាកបំណុលនោះជាហេតុណារីករាយនោះដោយសារចាកបំណុលនោះជាហេតុបំណុលនោះព្រះអង្គប្រៀបធៀបទៅនឹងអ្វីព្រះអង្គប្រៀបធៀបទៅកាមឆន្ទៈស្ដាប់ហើយស្ដាប់ហើយបដោតណាដោតមិនមែនទេឲ្យយល់ថានេះព្រះអង្គសម្ដែងតែកាមឆន្ទៈហ្នឹងប្រៀបដូចជាមនុស្សជំពាក់បំណុលគេតើវាមិនទៅអញ្ចឹងយើងមើលខ្លួនយើងកន្លងមកយើងមានកាមឆន្ទៈឈ្មោះថាយើងជំពាក់បំណុលគេជំពាក់បំណុលគេមិនទៅខ្វល់ចិត្តពិបាកចិត្តដែរអត់ព្រោះអីព្រោះជំពាក់ហ្នឹងកាមឆន្ទៈនេះជំពាក់រហូតណាជំពាក់មកវត្តសង្សារហ្នឹងមិនដែរដោយសារតែចង់បានឃើញទេកាមឆន្ទៈជាតួលោភៈអញ្ចឹងតួលោភៈឃើញអ្វីចង់បានឃើញអ្វីចង់បានអញ្ចឹងចង់បានតែរហូតសួរជំពាក់គេរហូតទេជំពាក់រហូតសងអត់ចេះរួចទេអញ្ចឹងដើម្បីឲ្យសងរួចតើមិននេះមកអង្គុយសមាធិហ្នឹងតែមានអីកតាចិត្តជាអ្នកកម្ចាត់កាមឆន្ទៈអញ្ចឹងមែនទេធ្លាប់រៀនកន្លងមកហើយបើក្នុងគណៈដែរយើងគិតមើលជីវិតយើងថាអាត្មាអាចជំពាក់បំណុលគេមែននោះចង់បានអានេះហើយចង់បាននោះចង់បាននោះចង់បាននេះចឹងមិនប្រឹងរដើម្បីតម្រូវចិត្តដែលចង់បានចឹងមែនទេអញ្ចឹងសួរថាហត់ទេខ្វល់ទេពិបាកទេខ្វល់ហត់ពិបាកអញ្ចឹងមិនបណ្ដោះពូជខ្វល់ពូជហត់ពូជពិបាកនឹងតទៅទៀតនៅក្នុងសមាធិចិត្តទៅជឿតែឥឡូវនេះយើងភ្ញាក់រលឹកមកអង្គុយសមាធិគិតថាមិនអើយអាត្មាអញចាស់ហើយមិនដឹងទៅវិញថ្ងៃណាឥឡូវអាយុត្រឹមតា50ហ្នឹងគិតថាចាស់ហើយទៅកុំថាឯងក្មេងវាមិនពាក់កណ្ដាលស្លាប់ឲ្យមែនទេនឹងដាក់អាខ្វះឲ្យផងតាមពិតក៏រកបានណា100ហ្នឹង78ហ្នឹងអស់អញ្ចឹងបាន100ខ្ញុំបានន័យថាឥឡូវថា50ហ្នឹងដល់កម្រិតមួយដែរត្រូវគិតឲ្យហើយទៅរងមឈប់ជំពាក់បំណុលគេទៀតហើយប្រឹងដោះខ្លួនឲ្យរួចពីបំណុលដើម្បីអីដើម្បីសល់លុយដែលខំរលនោះយកមកអីយកមកធ្វើបុណ្យណាឥឡូវយកចិត្តទុកដាក់ពីការធ្វើបុណ្យគឺចម្រើនសមាធិនេះគឺអប់រំចិត្តនេះមួយទៀតព្រះអង្គសម្ដែងមិនជាបាតៈព្រះអង្គប្រៀបដូចអីយើងមើលទៅព្រះអង្គសម្ដែងប្រៀបធៀបនឹងអត់ខុសណាជាបាតៈប្រៀបដូចជាអាពាតជំងឺអាចិត្តគុំគួនសងសឹកជាបាត់ចំណែកនេះគេចិត្តនឹងអត់មានសេចក្តីសុខទេដូចមនុស្សមានជំងឺវាឈឺទៅរហូតឈឺដល់អីដោយភ្លើងលោភៈភ្លើងតោសៈភ្លើងទិដ្ឋិមែនទេចាំបើភ្លើងនឹងវាដុតឲ្យឈឺទៅរហូតសួរតើសេចក្តីសុខមានទេអត់មានទេអញ្ចឹងអព្យាបាទនឹងឯងជាគំនុំគុំគួនសងសឹកបទ្រុស្រាយ
thì ọt miên thế sự đầy sốc nông nâng ọt miên chẳng bỏ oi mấy oi lẹ oi ấy chia ba tiết nâng lẹ oi ấy chăm ọt nó bỏ lì chăm ọt mấy thế lại không ấy chia ba tiết lẹ oi bay tệ sốc khác cái lẹ ốt tệ chạc có cái chạc bèn quỳ nâng chăng mà chú bán bà chú bà băng ông bạn say lang tao đó vì tất cả tao bicara bay tệ nâng ban tao đó nâng đăng thảo ạc mà anh rồi khuôn này vì ạc bệt chọc chươi ta lên nơi trừ này đấy ở chư xuân không khuôn đấy ở tế bá nó chư nó bá chẳng prang ở đây ở trên phát về ạc bệt nâng đấy ở đó tập bê là tập bị bay tết ấy tiết sọc khả khi cầm chặt ấy ôn tự chặt có cái chặt ôn tự chặt có cái chặt nó ông priệp thiệp đừng nục nhom kề ọt mình sứt sợi phiệp ấy đi ọt mình extra nó ca từ nào mòn đấy về nhom kề cái ọt oi từ ná ọt từ ba nhom kề cho nó đau mình sưu đấy là nhom bạch quay chẳng cả na ôn chạ có cái chạ quy mơ hai ta đoàn na chặt rê mê ta na đây ơi anh trong kê thì là vì nơi cái nông ấy tiệm mì vì nơi cái nông cục rồi mấy là cái nông bị say mì giờ đang thôi anh công nói trong kê tiền tờ rơ luôn ở đôi bị trong kê đó hỏi sợ anh mới tiền và tập đi nâng máu dậy à ta bông ti ấy thân là mình thôi thành bình thường nâng mày từ ngột ngồi với ông điệp đôi chùm nút đá chọc nông cái khung khăn tục mà chân đẹp ngột ngồi chăm luôn là hơi ta nói không cục kia cái khung chọc đôi tay nào rồi theo anh mới sắp tệ cục rồi chết đôi nó không tiếc cái khung khăn rồi mới tiếp bị chạy cái chá và ông sắp tay từ mày bị chạy cái chá điệp đôi chùm nút đá plei chai ông nên trai bị say á nâng từ ba tới từ đấy với chết là xong sai rồi anh chăm ra nâng mày tê vậy chuột khơi rồi từng rồi bay tại sọc khác mía ta khơi thế bánh từng đi không cho chất ở không có đau chất ở rong ở smart ở nâng tới đó nâng bỏ một chuyện của tiền hoa áo ấy scorpi aha rồi bỏ áo chi áo chi về khăn chứ vì chạp dân đặt cục phò vì chạp dân ở tới trực sông kê phò bị chập dân ở tới chùm lúc mày đào lời ngay đang tới tận này mau tận này chập ở dân tới chùm lúc ấy chập nó không khăn thành là mình thể chết đào chẳng chia dìm rơ ở ruồi đó và ta bị rơ ruồi là trong sông an rồi trong mình an đang có bị quen trong những sân khai play đến tới và lột nè trong đăng chụp bát sông chơi mơ thì nó phía một phí tầm po pi rồi bằng 400 đến tới khơi hết tiền cả một trăm tiệp hiệp bát tiệp thân mật theo ổn chặt cục chặt chết cha chẳng bật to pin nữa bật to bị đau chân vì nè nên đi vào nặng thò pram để bọn ở tia ho áo ấy nữa nghe bọn bị chặt thà bị khẩu nút lẹ bong nên đi vào nặng tầng pram đi đại chỗ bạc cái này là bọt chết chết thò mà chết với oi pan nhà oi miền cầm lăng thòi nên cái này nên bọn sòng tay ta thưa oi pan nhà miền cầm lăng thòi bàn tay cái này khác bọn sòng tay thà mấy thưa mình oi pan nhà lụt lọt bàn cái này khác bọn bị chặt thà mấy điều nặng thò nó chết thò để ra lại từ cản bên đi biển ở ai sòng tay bàn thì chẳng mà miền điều nặng thò pram đã chả hạ bị chia khơi mình ai tra đăng rồi sẽ chặt thò buồn bàn thì chẳng dừng vô trong lệnh ở chỗ bác ông bây giờ có thể bắt em tin tỏ thật ta dân đọ chất rồi bàn bàn nào cả là đọ chất tranh vì điều nặng thọ pram bàn một đòn tích chất những căn tập lưu ra tới bàn nhà có cả tam lần tay ấy bọn phải chết thầm mất là ốp bại cái lấy nó thuê bàn nhà mình ai đụt lọt bàn đấy đó cái tham miên cầm lăng thôi cho được cho nên khi gì mình và ông sống tay tháng cả na bật lên đi vào thọ bàn hái mình đi ta ngắt chạ cam tầng lái ngắt chạ sau thọ tầng lái bàn đo bật thọ một chiến miền vị cả bị chả ra
នឹងបៃតៈសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍នេះមើលហេតុខុសគ្នាណាដំបូងទីដែលយើងឃើញតែអង្គឈានទាំង5ហើយមានវិតកវិចារៈបៃតៈសុខៈឯកតាហ្នឹងហើយអង្គឈានទាំង5ហ្នឹងដែលអាចប្រព្រឹត្តទៅបានលុះត្រាតែមានអីមានចិត្តនេះស្ងប់ចាក់អីចាក់អកុសលធម៌ទាំងឡាយអកុសលធម៌ទាំងឡាយនឹងស្រាប់ហើយមានលោភៈទោសៈមោហៈជាមូលណាស្ងាត់ចាក់កម្មគុណ5នឹងឯងស្ងាត់ចាក់និវរណៈធម៌5នឹងឯងបានទទួលបានបឋមឈានអញ្ចឹងបឋមឈានដែលអាចស្ងប់បានលុះត្រាតែប្រាក់ចាក់ធម៌ជាសត្រូវនឹងយល់ទេធម៌ជាសត្រូវរបស់សមាធិដំបូងទីហ្នឹងគឺស្អីគឺកម្មគុណ5និវរណៈធម៌5និងអកុសលធម៌ទាំងឡាយណាបូកទាំងអស់មកឲ្យតែអកុសលធម៌ជាសត្រូវរបស់សមាធិអញ្ចឹងកាលណាបើប្រាជ្ញាអកុសលធម៌នឹងហើយរមែងបាននៅបឋមឈានដែលមានអីជាអារម្មណ៍មានសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ឃើញទេស្ងប់ស្ងាត់ស្ងាត់ចាក់អកុសលនឹងអីបានទៅទទួលបានបឋមឈានអញ្ចឹងយកឲ្យច្បាស់ពេលចម្រើននឹងកុំគិតថាមិនតាន់ស្អីផងអញបឋមឈាននៅទុតិយឈាននៅយូរអញអីណាបានសោតាអីវិវរក៏ដោយលោកឲ្យលើអត់ដឹងទិសតំបន់អីទេចិត្តតែអញបានហ្នឹងកូនហើយអានឹងចាប់តាក់មៀទេទេចូលច្រកមៀខ្លាំងមែនទេណានោះធ្លាក់នរកដល់ទៀតណាអញ្ចឹងមើលច្បាស់មានចិត្តស្ងប់ជាអារម្មណ៍ចាំមកច្បាស់អញ្ចឹងពេលដែលអង្គុយអត់តាន់ចិត្តស្ងប់អត់តាន់បានឃើញអីទេបើគេថាឃើញអីសួរហ្នឹងទៅសួរចំណុចហ្នឹងទៅស្ងប់ចាក់3ហ្នឹងឯនៅចាំឯ3ហ្នឹងស្អីណាប្រាប់មើលស្ងាត់ចាក់អីនិយាយហៅមិញបញ្ញាទឹកកគូថ្មនេះគូដីគូទឹកឯងប្រាចាកាមគុណ5ប្រាចានិរណៈធម៌5ប្រាចាអកុសលធម៌ទាំងឡាយអស់ហើយណាធម៌ជាសត្រូវនឹងអស់ហើយអញ្ចឹងចិត្តនេះរមែងស្ងប់ព្រោះអីចិត្តដែលអត់ស្ងប់មកពីរំខានដោយសារធម៌ហ្នឹងនិរណៈធម៌5ហ្នឹងជាធម៌ដែលរំខានឲ្យចិត្តមិនស្ងប់អកុសលធម៌ហ្នឹងក៏រំខានចិត្តមិនស្ងប់កម្មគុណ5ហ្នឹងក៏អត់ស្ងប់ដែរបើពេញចិត្តភ្នែកឃើញរូបជីវឬសម្លេងពេញចិត្តវាអីស្ងប់ព្រោះអីវានៅក្នុងលំនៅមីទាំងអស់ហ្នឹងនៅក្នុងលំនៅមីទាំងអស់អញ្ចឹងតើស្ងប់អាលំនៅមីហ្នឹងមកចូលលំនៅព្រះវិញលំនៅព្រះគឺសិលសមាធិបញ្ញាហ្នឹងទាំងពងយើងខំប្រឹងចម្រើននេះអញ្ចឹងក្នុងគណៈហ្នឹងតាមស្ដាប់បញ្យលដល់ប្រតិបត្តិទៅកុំឲ្យដល់ពេលប្រតិបត្តិទៅមិនដឹងទៅណាណីអង្គុយទៅយូរទៅណាទៅមើលមេឃលើមុំណាមិនដឹងទេឲ្យច្បាស់អញ្ចឹងព្រះអង្គសម្ដែងហ្នឹងមានសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ខុសពីអីខ្ញុំចង់បញ្ជាក់កន្លែងហ្នឹងខុសពីទុតិយឈានលោកបានកំចាត់អីបើនេះលះវិតកៈមួយណាហើយបើសិនជាលោកសម្រើនសន្សំបុណ្យបារមីពីមហាកុសល8ដួងជាសោមនស្សវេទនានឹងលោកលះបានវិតកវិចារៈលះបាន2អញ្ចឹងលះបាន2ហ្នឹងដោយសារអីជាហេតុនៅបឋមឈានដោយសារអារម្មណ៍ស្ងប់ស្ងាត់ជាហេតុឯទុតិយឈានដោយសារសមាធិជាហេតុមិនបានអញ្ចឹងឆ្ងល់អត់មិនក៏មិនស្ងប់ស្ងាត់ដូចគ្នាជាហេតុទៅមិនបានមួយអាដបងទីស្ងប់ស្ងាត់បន្ទាប់មកសមាធិមិនក៏អាដបងទីមិនសមាធិជាហេតុទៅឆ្ងល់អត់តសិក្សាតប្រតិបត្តិបានពលត្រូវបានដឹងព្រះអង្គសម្ដែងអញ្ចឹងមិនតើបើសិនយកទៅពេលតែប្រើតែអត់ប្រតិបត្តិអត់ដឹងថាម៉េចទេខុសត្រង់ណាអត់ដូចយីខុសត្រង់ណាគួយដឹងអត់អង្គុយយូរនោះមើលអានឹងមែនទេមើលកន្លែងចំណុចហ្នឹងអត់ដឹងទៅហ្នឹងក៏អត់ត្រឹមត្រូវទេហេតុអីមិនមានសមាធិជាហេតុសមាធិមានន័យថាម៉េចសមាធិគឺការតម្កល់ចិត្តនឹងស្មើក្នុងអារម្មណ៍មួយតែមួយជាចិត្តខ្ពស់ឯងចាំឲ្យច្បាស់ជាចិត្តខ្ពស់ឯងផុតពីអកុសលធម៌ទាំងអស់ហ្នឹងហើយអញ្ចឹងចង់សំដៅលើអបបនាសមាធិ
ban đây ta bảo phật hát bật thò mà chiên đi ban nắc là o hai ban chiên từ tụ địa chiên lên vì tất cả chả đã đòi xa ấy đòi xa men samadhi bật thò mà chiên chả hay nhớ lấy chậm nói đừng nhớ đó bây giờ tôi bắt tay khó hơi cái chân tha cho tôi hình áo hình từ tạm cái nâng thom chiên thăm mấy phong tôi chiên nâng mấy cái chân tôi bán đấy bà này nâng bàn ấy bàn xèo này chẳng mất á bàn xèo là tại xèo đã được xèo vây xèo clay mấy ông cho ba tí đó chân ban đây ta hết pulse to kia hết tôi chỉ phó phải phó nó bắt over tôi chỉ hết ban đây ta rom ngọt nên chỉ hai tờ bốn ban bật thom chiên ban ấy đó apana samadhi chẳng apana samadhi này hai tha samadhi chẳng samadhi này chỉ hết rồi tôi bắt đồng bày ban tụ địa chiên chỉ phó phải tụ địa chiên chỉ hết tạ địa chiên chỉ phó phải tạ địa chiên chỉ hết chợ tổ chiên chỉ phó cái đấy thôi cái bị hai bạch chay ở sai to miền chân xong ở vô để nó xong ở vô bây giờ ở vô chứ chơi pro tập bắt tới đang là sập mình là o thế xong bụi ở là o bụi ở trời chân bị ở đó từ đau được chung phải vô nhưng trong ở đó từ đau tụi bây thầy dân pro tập bắt mình đo chợ tổ tập chiên rồi gặp anh cho mai chiên đau bậc ca na có đau tai nhầm trong phải vô nó ở đó từ đau đôi xa ấy nhưng ở tiếng thế nè đang ca chìm rung mát chia tiết tê hay cầm đang thờ về tây nam ở đây đồ tạng sau thì bạn là ở pháo thì cao để chan mà tu sân ở đằng đây ở cái đồ cao nói chuyện mà đúng không việc ở ấy việc ở ban chú và trai bị đọ đấy à việc ở ban chú thó chẳng sao ta ở cho bác đâu ở miền ông bạn sai việc lời tới à chẳng bị ở bậc quát nó không thó để dừng chân thắng sau một trong cho bác một thò cho bác thó ta cho bác mấy tên đấy cho bác không sẵn là ở cho bác tại vì bậc mấy lần vì sao là ở cho bác nó không sẵn cho bác nó không samadhi cho bác nó vipassana đấy ta cho bác việc lời tới bạn vào đọc bụi cho bác nó người ta cho bác to tiền bây giờ mà đọc bụi sao mong sập ở cho bác đó là tôi chết cao chết với mình cho bác vì là bắt là bài tam ấy tam tiệm mía cái lại sầm mía đây cái đạn này tụm nơ tới với chụp ball cho mình là sầm may tụm nơ nó click cái vì mình tiên tiếp tục cho nó ta click bạc chẳng sống nó sống kịch là mình cách pro tập bắt ní cái ta anh mong quy tam cái ta cái pen nên có pen cái đó cho chân châu có chân châu cái ta ở đông chụp bác ở bọc quát pi mà khả năng mùi khả năng chất mùi từ vô lên đó cả hai dân vô chụp bác dân pro tập bắt ban Paul trâu dừng lên chưa kì ơi mình chẳng ọt cho bác và cả chưa slo của cô slo và hai slo mà chu vì ọt cho bác cái thằng ấy cả cố và tam phân mà chu cái thằng cả cô cái thằng bây giờ ọt cho bác và cả cô sau đó mà chu này cái thằng ăn và hai đó ọt cho bác ăn và hai cái từ xong kịch mấy tên nó tiền nó cách pro tập bắt mình chỉ đừng thầm đa thì hay đặc biệt bọn ông sụp tay nó một trai đỏ trơn mình tiền được bọn ông sụp tay thế này bọn ông sụp tay thầm đeo khẩu tương lai samadhi cô khơi thôi mà chẳng biết nữa samadhi cô khơi nông chiên buồn chẳng bao giờ ra samadhi ở school chiên chẳng buồn thế mình đi tham mình chụp lời trời ấy rồi nó khó hơi rồi khơi nông chiên buồn mình bảo thầm chiên tụi giờ chiên tạo giờ chiên cho tội tại chiên còn ta này là ông bạn sai từ đó ban cho mà chiên là pe đã chấm ra có số thô từ 4 tí triệu pe khá đấy bộ pe khá là đó ban cho mà chiên tại bờ chưa xong nó về từ nế trâm té chặt tội tại chiên giờ chắc vì khóc đi chắc có score là lại khóc nên bằng tiền giờ thế mấy cái lừa ban pi anh mày lừa ban mũi thầy dừng lừa ban mũi mà bây giờ xong pui bị đau từ 4 tí cái bộ pe khá về từ nế còn đây ta chưa thà đi đây đã đi đây tầm lôn mồm cái đà đó sau nó với tính cái đi khăng chứ cầm lăng khăng cái lẽ ban pì vịt cạn chả rặn chứ không kia chứ rồi đó pe prati bắt ở chỗ bắt luôn ấy nhá
អត់មានណាច្បាស់ជាងខ្លួនយើងជាសាក់សីខ្លួនយើងច្បាស់ខ្លួនយើងអត់ច្បាស់ចឹងក្នុងទីនេះព្រះអង្គបញ្ជាក់ខ្ញុំអានតទៀតណាស្ងាត់អកុសលធម៌ទាំងឡាយស្ងាត់ចាកកាមទាំងឡាយមើលនៅបត្រៃបដកភាព22ទំព័រ212ទៅមើលបន្តថែមទៅបើថាមិនតន់អស់សេចក្តីយ៉ាងម៉េចមើលណាស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយស្ងាត់ចាកនិវរណៈធម៌5នោះឯងវាជាអកុសលធម៌ទាំងឡាយហ្នឹងនោះបានដល់បឋមឈានមានវិតិកវិចារៈបៃតេនិងសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍នេះព្រះវិជ្ជាហ្នឹងណាពាក្យព្រះអង្គណាស្ដាប់ហើយយកជាបនិស្ស័យទៅភិក្ខុនោះញ៉ាំងរច្ចកាយនេះឯងឲ្យជ្រោកជ្រាបស្កប់ស្កល់ពេញលេញនេះពាក្យព្រះអង្គណាបញ្ជាក់ច្រើនណាស់ណាឲ្យជោគឲ្យស្កប់ស្កល់ឲ្យពេញលេញឲ្យផ្សព្វផ្សាយដោយបៃតេនិងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ប្រទេសបន្តិចបន្តួចនៃរច្ចកាយទាំងអស់របស់ភិក្ខុនោះដែលឈ្មោះថាមិនផ្សព្វផ្សាយដោយបៃតេនិងសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មានណាយល់ទេចំណុចហ្នឹងបាននេះទៅពេលដែលបានបឋមឈាននោះណាបៃតេសុខៈដែលវាជ្រួតជ្រាបទៅក្នុងកាយនេះវាជ្រួតសពទាំងអស់ណាអត់មានថាភិក្ខុហ្នឹងអត់បានពលត្រូវនៅបៃតេនិងសុខនៅក្នុងរច្ចកាយគឺកាយទាំងមូលពីក្បាលដល់ចុងជើងចឹងប្រៀបធៀបឲ្យច្បាស់ចំណុចហ្នឹងនឹងទ្រឹស្ដីព្រះអង្គដើម្បីតែផ្ទៀងផ្ទាត់មកកិច្ចប្រតិបត្តិជំហានទី1ហ្នឹងក្នុងរច្ចកាយគឺខ្លួនយើងទាំងមូលហ្នឹងដែលថាអត់មានព្រះអង្គសម្ដែងថាគ្មានទេអត់មានថាមិនមែនថាអូយើងទៅតែអញតិចតែមកកណាត់ខ្លួនអានឹងទៅបន្តិចទួយអីមិនតាន់យកទេអានឹងមិនតាន់ទៅអបណាសមាធិទេហើយទៅតែគឺជ្រាបជ្រួតទាំងអស់អញ្ចឹងយើងទៀងទាត់អស់សម្ដែងទៀងទាត់ឲ្យពិនិត្យសង្កេតក្នុងបេក្ខប្រតិបត្តិកុំឲ្យខុសតែព្រះអង្គថាឲ្យជ្រោកជ្រាបស្កប់ស្កល់ពេញលេញផ្សព្វផ្សាយដោយបៃតេនិងសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ស្ដាប់ពីហេតុខ្ញុំបញ្ជាក់ឲ្យបញ្ជាក់ទៀតណាខ្ញុំនិយាយពីហេតុបើហេតុនឹងអត់ត្រូវខុសហើយហេតុត្រូវផលត្រូវតែបើហេតុខុសផលខុសអញ្ចឹងជំហានទី1គឺការអំពីសេចក្តីស្ងប់ស្ងាត់អញ្ចឹងដល់ពេលដែលប្រតិបត្តិបានបឋមឈានដែលបានអញ្ចឹងហើយកន្លែងផ្សេងព្រះអង្គមានបញ្យល់ប្រាប់ឲ្យយើងត្រូវហ្វឹកហាត់វស័យទាំង5វស័យទាំង5គឺមិនការនឹកឃើញចូលឈាននឹកឃើញអង្គឈាននឹកឃើញតម្កល់ពេលវេលានឹកឃើញចេញនឹកឃើញអីទៀតពិចារណាក្នុងអង្គឈាននៅពេលចេញអញ្ចឹងលោកថ្នឹកចង់ចូលពេលណាចេញពេលណាថ្នឹកហើយបានលះបឋមឈានចូលទុតិយឈានអញ្ចឹងទុតិយឈាននេះកើតដោយសារអីដោយសារនេះសមាធិជាឯកខាងដើមបឋមឈាននេះជាសមាធិដែលអាចទៅតម្កល់ចិត្តនឹងក្នុងអបណាសមាធិយល់ទេចំណុចហ្នឹងដំបូងចិត្តស្ងប់ស្ងប់ការអកុសលតែដល់ទី2គឺបឋមឈានជាហេតុតែបឋមជាហេតុចរានបានហើយលះបឋមឈានចេញចូលទុតិយឈានចម្រើនទុតិយឈានឲ្យថ្នឹកហើយបានចូលតតិយឈានឈានមួយមុននឹងរំដោះខ្លួនចេញរំដោះចិត្តចេញពីឈានមួយទៅឡើងឈានមួយទៀតគឺត្រូវតែថ្នឹកក្នុងវិស័យទាំង5ទាំងអស់មិនធម្មតាចឹងបានខ្ញុំចង់និយាយថាមិនធម្មតាទេណាកុំទៅអាចទៅសមាធិមិនតាន់បានស្អីមកទៅស្អីណាបានស្អីនោះអត់ទេណាមិនងាយទេណាឲ្យយល់ចំណុចហ្នឹងកុំខុសទេណាកុំខុសហ្នឹងសំពួយកុំខុសខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតពីហេតុនឹងអីដែលយើងមើលឃើញបញ្ញាឃើញថានេះអ្វីអត់ទៀងជាទុកជាអនត្តាព្រោះវាអត់មានអ្វីជារបស់យើងទេព្រះអង្គឲ្យចម្រើនមែនតែព្រះអង្គឲ្យលះយល់ទេដែលយើងចឹងយើងចម្រើនគាត់មានជាបឋមសូមមកស្ការអនកាយថ្វាយបង្គំដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងទីលើកដឹកពងខ្ពស់ឧត្តមក្រៃលែងលើលោកនេះសូមអនកាយគ្រប់ដល់អ្នកគ្រូធម្មចារ្យក៏ដូចជាសិលវ័នសិលវតីពុទ្ធបរិស័ទទាំងអស់ដែលបានជើញមកសិក្សារៀនសូត្រនៅទីនេះនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាកម្ពុជាដែលយើងបើកវគ្គជាបន្តលើកនេះគឺយើងឈានដល់វគ្គទី9ហើយលោកអ្នកណាដែលបន្តសិក្សាដល់វគ្គទី10នឹងមជ្ឈមណ្ឌលនឹងចេញលិខិតបញ្ជាក់ថាបានចូលរៀនបាន10វគ្គ
តែឲ្យបញ្ជាក់ថាជាសញ្ញាបត្រថ្នាក់ណានោះមជ្ឈមណ្ឌលមិនតាន់ហ៊ានទេព្រោះថាការកំណត់ផ្លូវចិត្តនេះមិនងាយទេទាំងមិនងាយឡើយដោយសារអីការកិលេសការលះកិលេសអត់មានបុគ្គលណាមើលដឹងក្រៅពីខ្លួនយើងទេអញ្ចឹងខ្ញុំអត់តាន់មានចិត្តវិជាដោយពុទ្ធជាម្ចាស់មិនអាចមើលចិត្តពុទ្ធបរិស័ទថាលះកិលេសបានប៉ុណ្ណាទេចឹងពុទ្ធបរិស័ទជាអ្នកដឹងខ្លួនឯងថាតើលះបានប៉ុណ្ណានៅប៉ុណ្ណាទៀតដូច្នេះខ្ញុំដលកាន់តែបញ្ជាក់ថាបានសិក្សានៅក្នុងនេះរយៈពេលអស់10វគ្គហើយប៉ុណ្ណឹងចាឯកម្រិតបឋមមធ្យមឧត្តមយ៉ាងណាអាស្រ័យទៅលើខណៈចិត្តរបស់បុគ្គលនោះឯងផ្ទាល់តែម្ដងដែលត្រូវលះដឹងដោយខ្លួនឯងអត់មានអ្នកណាទៅលះកិលេសបានទេខ្ញុំមិនអាចទៅលះកិលេសជូនឬក៏ព្រះអាចទៅលះកិលេសព្រោះយើងឲ្យបានទេយើងជាអ្នកលះដោយខ្លួនឯងជាអ្នកតស៊ូអត់ធ្មត់ផ្ដល់នៅចំណេះដឹងឲ្យខ្លួនឯងផ្ដល់នៅភាពសុខស្ងប់ផ្លូវចិត្តរបស់ខ្លួនឯងឲ្យខ្លួនឯងអ្វីៗទាំងអស់ជឿជាក់ចុះដែលព្រះអង្គសម្ដែងថាខ្លួនទីពឹងខ្លួនអត្តាហិអត្តនោនាថោឬមួយថាសត្វលោកសាងកម្មណាទទួលផលនៃកម្មនោះជាទ្រឹស្ដីដ៏ពិតប្រាកដច្បាស់លាស់ដែលយើងត្រូវទទួលយកមកអនុវត្តជឿជាក់ថាខ្លួននឹងឯងទីពឹងខ្លួនត្រង់អីត្រង់ប្រឹងប្រែងប្រតិបត្តិធម៌នេះយកខ្លួនមកប្រើប្រាស់ពេលហ្នឹងហើយពឹងខ្លួននឹងដើម្បីអីដើម្បីប្រតិបត្តិធម៌មិនមែនដើម្បីទៅកសាងបាបកម្មផ្សេងទេដើម្បីឲ្យសេចក្តីសុខមកចិត្តខ្លួនឯងផ្ទាល់គឺយើងជាអ្នកផ្ដល់ឲ្យទៅតាមអីតាមរយៈនៃធម៌ព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងព្រះអង្គបានបញ្ជាក់ហើយថាតថាគតមិនអាចឲ្យបញ្ញាដល់អ្នកទាំងអស់គ្នាបានទេហើយតថាគតក៏មិនអាចកែប្រែកម្មជាកុសលឬអកុសលរបស់សត្វលោកបានដែរសាងកម្មមកទទួលផលនៃកម្មនោះហើយសត្វលោកមានកម្មជារបស់ខ្លួនអញ្ចឹងយកដល់បន្ទោសគេថាអូអ្នកនេះធ្វើឲ្យខ្ញុំយ៉ាងនេះអ្នកនោះធ្វើកឲ្យខ្ញុំការលំបាកអញ្ចឹងចុះយើងថាក្នុងនាមបញ្ញត្តិយើងថាយើងសម្គាល់ដោយការយើងអត់តាន់បានយល់ប៉ុន្តែបើយើងរៀនពធឲ្យច្បាស់យល់ឲ្យច្បាស់ពុំមានអ្នកណាទេគឺយើងតែម្ដងទទួលស្គាល់ឲ្យច្បាស់ថាយើងនឹងឯងមុខអាក្រក់ជាងគេគឺយើងនឹងឯងត្រង់ណាត្រង់ចិត្តអាក្រក់ត្រង់ចិត្តអាក្រក់ដែលយើងទៅស្ដីគេឬក៏យើងទៅវាយគេយើងទៅកាប់សម្លាប់គេយើងហ្នឹងណាជាតួបញ្ញត្តិទេណាយើងនិយាយពីបរមត្តអត់មានយើងទេប៉ុន្តែលោកកវោហាត្រូវតែនិយាយឲ្យច្បាស់ថាមានយើងនេះឯងដែលព្រះអង្គសម្ដែងថាកាយមានមែនចាំទេកាយមានមែនត្រឹមតែកាយអញ្ចឹងចិត្តអាក្រក់របស់យើងនេះដែលទៅសាងកម្មទៅវាយគេសម្លាប់គេធ្វើឲ្យយើងមិនទទួលវិបាករបស់កម្មគឺអ្នកណាទទួលគឺយើងដដែលឃើញទេអញ្ចឹងសកម្មភាពអំពើទាំងវើទាំងបុណ្យក្តីទាំងបាបក្តីវាជាមរតករបស់ខ្លួនឯងអត់ទៅបន្ទោសគេបានទេកាលយើងមិនទាន់ដឹងយើងបន្ទោសគេថាមកពីចេះចុះតាមពិតមកពីយើងធ្វើហេតុខាងដើមបានផលវាមកឲ្យយើងអញ្ចឹងមានន័យថាបើយើងទៅសម្លាប់គេឬជេរគេបាបកម្មនឹងឲ្យផលវាត្រូវជួបមនុស្សនឹងដែរមកស្លាប់យើងឬក៏ជេរយើងគិតមើលទៅដូចជាមនុស្សយើងនៅលើโลกនេះដូចថាអ្នកជិះម៉ូតូម្នាក់ចុះក្នុងចំណោមអ្នកជិះម៉ូតូចេញពីផ្ទះទៅរៀនទៅសាលារៀនទៅទៅរកស៊ីអីរាប់រយរាប់ពាន់ម៉ឺនអ្នកមែនអត់ចាទន្ទឹមនឹងផ្លូវហ្នឹងទៅជាមួយគ្នានឹងផ្លូវនឹងរាប់រយរាប់ពាន់អ្នកផ្លូវហ្នឹងទៅប៉ុន្តែហេតុអីបានចេះចោលប្លន់យកតែបុគ្គលនឹងមួយដល់ម៉ូតូផ្សេងទៀតគេជិះរយទៅនឹងគេមិនយកមិនបានមកពីមានពីនឹងគ្នាយល់ទេអញ្ចឹងក្នុងគណៈដែលយើងមានបាបកម្មពីវរានឹងគ្នាឯងបានគេមកផ្ដល់ឲ្យយើងនោះយល់ទេចំណុចហ្នឹងអញ្ចឹងព្រះអង្គសម្ដែងថាអត់មានណាក្រៅពីយើងគឺយើងនឹងឯងជាអ្នកបង្កើតហេតុផលវាទទួលមកដោយខ្លួនឯងចឹងបើដល់ពេលវេលាដូចយើងចឹងខ្ញុំឈឺណាស់មកវាធ្លាប់វាយគេធ្វើបាបគេដោយប្រការណាវាឈឺហើយព្រះអង្គសម្ដែងតើអ្នកដែលវាយគេធ្វើបាបគេរមែងមានអាពាធមានជំងឺច្រើនអ្នកដែលសម្លាប់គេអាយុខ្លីអ្នកដែលលួចទ្រព្យសម្បត្តិគេកើតជាអ្នកក្រឬក៏រស់ស៊ីវិនិច្ឆ័យហិនហោច
នឹងបាបកម្មអញ្ចឹងអ្នកដរោស៊ីខ្វះខាតអត់មែនទេមកពីជួនកាលជពាក់លួយគេអត់សងឬក៏លួចទ្រព្យសម្បត្តិគេនឹងបាបកម្មអញ្ចឹងមានថាឥឡូវនេះយើងកំពុងមកមិនមកចម្រើនសមាធិវិបស្សនាដើម្បីអីណោះដោយបងម្នាក់គាត់មានប្រសាសន៍ទៅសួរខ្ញុំថាគាត់ចុកជើងមួយចុកសឹកបាយយ៉ាងភ្លឺនឹងសឹកបាយខ្ញុំថាទទួលយកទៅអានឹងបាបកម្មខ្លួនឯងហើយប្រកាសជាធ្លាប់កាច់ជើងក្តាមជើងអីណាណីហើយតែគាត់ថាអូមែនគាត់ធ្លាប់កាច់គេមែនចាហើយខ្ញុំថាបើអញ្ចឹងយើងដាក់ចិត្តទៅថាអានឹងយើងជពាក់កម្មពៀពីគេមកយើងដាក់ចិត្តទៅនេះបុណ្យដែលអាត្មាអញធ្វើនេះអាត្មាអញផ្សព្វកំពុងចម្រើនសមាធិនេះសូមម្ចាស់កម្មពៀដែលខ្ញុំបានប៉ះពាល់យ៉ាងណាអនុមោទនាបុណ្យពីខ្ញុំទៅហើយសូមអហោសិកម្មនឹងគ្នាទៅហើយយើងបង្អោនទៅដឹងខ្យល់ចេញចូលវិញទៅកុំខឹងកុំតោមនោះនឹងទុក្ខវេទនាអញ្ចឹងយើងព្យាយាមជំនះទុក្ខវេទនានឹងឲ្យបានបុណ្យកុសលសម្រាប់ខ្លួនឯងផងនិងឧទ្ទិសផ្សាយដល់សពសត្វទាំងឡាយផងពិសេសអ្នកដែលមានកម្មពៀនឹងយើងនឹងឯងដែលយើងកំពុងបដោះពូជសុខឲ្យសុខមកខ្លួនយើងគឺត្រង់ហ្នឹងទៅយើងអត់បង្កើតកម្មថ្មីដើម្បីឲ្យចប់ចម្ពាក់កម្មពៀវរាជាមួយបុគ្គលនឹងទៀតទេគេធ្វើអីគេយកទៅហើយយើងគឺយើងយកតែបុណ្យមួយយ៉ាងចុះនេះជាចំណុចមួយដែលយើងត្រូវដាក់ចិត្តហើយបន្ទាប់នេះយើងនឹងស្ដាប់ព្រះអង្គសម្ដែងចឹងពេលអង្គុយជួបទុក្ខវេទនាយ៉ាងណាបោះត្រំបានត្រំទៅព្រះអង្គសម្ដែងថាប៉ុណ្្នឹងអត់ប្របាអត់ទុក្ខទេណានោះនរកនោះវាច្រើនហ្នឹងណាមួយថ្ងៃគេយកដើមមកចាក់100រំពេមិនតាន់ស្មើនឹងធ្លាក់នរកទេណាវាពិបាកជាងនឹងទៀតណាអញ្ចឹងយើងត្រឹមចុកជើងប៉ុណ្ណឹងមិនតាន់ដល់100រំពេណាយ៉ាងច្រើនមករំពេចុះតស៊ូទៅណាទេណាតស៊ូទៅបើយើងចង់បានសុខអត់អាចផុតពីទុក្ខបានទេនឹងនិយាយដល់ត្រង់ព្រោះយើងចម្រើនទៅដល់បៃតេសុខៈបៃតេសុខៈនឹងសុខហើយបៃតេវាបងប្អូនជាមួយសុខហើយចិត្តទៅដល់សុខហើយអញ្ចឹងតម្រាំនឹងដល់សុខវាត្រូវឆ្លងទុក្ខចាំឲ្យច្បាស់បើឆ្លងទុក្ខមិនបានទេសុខមិនបានទេដូចអ្នកថាឥឡូវចង់បានកូនទទួលស្គាល់ថានេះការដែលពោះឆ្លងទលេលំបាកណាស់វាទុក្ខតែត្រូវទទួលស្គាល់ទុក្ខហ្នឹងដើម្បីអីដើម្បីបានសម្រេចគោលបំណងគឺចង់បានកូនអញ្ចឹងវិញណាហើយយើងដូចគ្នាត្រូវឆ្លងទុក្ខលំបាកវេទនាចុកដៃជោងខ្ញុំក៏អាចខ្យល់វាឡើងមកដល់ដើមទ្រូងវាចាក់ដើមទ្រូងនឹងសឹងប្រេះខ្ញុំក៏ឡើងមកដល់កណែនកកចង់រកខ្យល់ដកមិនឃើញឡើងមកដល់ក្បាលវាចាក់ក្បាលនឹងសឹងបែកថាត្រឹមទៅអានឹងជាអកុសលវិបាករបស់កម្មឆ្លងតផុតទុក្ខជួបសុខហើយបើអត់ឆ្លងទុក្ខទេអត់បានសុខទេនឹងចាំតែនឹងទៅណាពេលប្រតិបត្តិកុំអារើរុះអីត្រឹមឲ្យបាន2ម៉ោងឯទៅតែបាន2ម៉ោងឆ្លងផុតណាត្រឹមអានឹងសំខាន់ត្រង់ហ្នឹងទៅតស៊ូអត់ធ្មត់អត់ធន់អញ្ចឹងយើងបានដឹងច្បាស់ដោយសារអីមានភាពងាយស្រួលជាងច្រើនណាព្រះពុទ្ធជាម្ចាស់ត្រង់បានប៉ុណ្ណឹងព្រះអង្គដកពិសោធន៍ត្រង់រកឃើញត្រង់លោកប្រតិបត្តិបានសម្រេចបានលោកបានដកពិសោធន៍នឹងយកអបិទ្ធពិសោធន៍នឹងមកប្រាប់យើងត្រូវអង្គុយចេះត្រូវចម្រើនចេះជួបចេះព្រះអង្គបង្ហាញផ្លូវឯណាជាងទៅណាកំរត់ទៅផ្ទះឥឡូវយើងស្ដាប់បន្តទៀតមនីភិក្ខុទាំងឡាយភិក្ខុនោះលះបង់នៅនិវរណធម៌ទាំង5នេះដែលជាឧបកិលេសរបស់ចិត្តជាធម្មជាតិធ្វើបញ្ញាឲ្យមានកម្លាំងថយក៏ស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយបានដល់បឋមជាតិមានវិតិកៈវិចារៈបៃតេនិងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ខ្ញុំសូមបញ្យល់លម្អិតបន្ថែមទៀតព្រមសូមមិនឲ្យបានលម្អិតឲ្យអស់តែខ្ញុំសូមបញ្ជាក់លម្អិតដែលព្រះអង្គសម្ដែងថាបានដល់បឋមជាតិមានវិតិកៈមានន័យថាម៉េចវិតិកៈមានន័យថាលើកចិត្តឡើងកាន់អារម្មណ៍សម្លឹងអារម្មណ៍សម្លឹងមានន័យថាការដែលចម្រើនសមាធិសំដៅទៅលើឈានប្រែថាសម្លឹងប្រែថាដុតកម្លោចអញ្ចឹងពេលដែលលើកចិត្តឡើងកាន់អារម្មណ៍ដែលយើងចម្រើនដឹងថាខ្យល់ចេញក៏ដឹងចូលក៏ដឹងតាមដឹងហ្នឹងជាតួសម្មាសង្កប្បៈណាជាតួសម្មាសង្កប្បៈ
រំលឹកផ្អែកទៅដើមបន្តិចត្រង់ថាម៉េចពេលដែលយើងលើកចិត្តឡើងកាន់អារម្មណ៍គឺមានន័យថាយើងបានប្រមូលចិត្តរបស់យើងដែលនៅរត់រេរប៉ាត់រប៉ាយរត់រេរប៉ាត់រប៉ាយនៅណាខ្លះគឺនៅក្នុងតេមេនៅក្នុងនុយមេតេមេនុយមេនៅណាគេដាក់នុយដាក់តេត្រង់ណាភ្នែកតិចច្រមុះអណ្ដាតកាយចិត្តគេដាក់ទៅហ្នឹងហើយចិត្តនេះឯងរប៉ាត់រប៉ាយទៅជាប់អន្ទាក់គេជាប់នុយគេរហូតមកដោយបានលើកហើយអញ្ចឹងពេលហ្នឹងប្រមូលចិត្តទាំងអស់មកដាក់ក្នុងដើមទ្រូងគឺហត្ថវត្ថុបេះដូងដែលមានទឹកជាមកទូកដៃនឹងឯងដែលមានអំណាចដឹងអ្វីៗបានទាំងអស់អញ្ចឹងក្នុងគណៈហ្នឹងយើងប្រមូលមកដាក់ក្នុងបេះដូងមកផ្ទះខ្លួនឯងវិញព្រោះចិត្តនេះដើរលេងផ្ទះគេដើរលេងក្នុងโลกទាំង6ហ្នឹងដើរលេងរហូតអត់ដែលចូលផ្ទះទេតែឥឡូវយើងប្រមូលចិត្តរបស់យើងមកដាក់ក្នុងផ្ទះរបស់យើងវិញក្នុងបេះដូងវិញដើម្បីលើកចិត្តនេះកាន់អារម្មណ៍ណាមកនៅក្នុងផ្ទះហើយលើកចិត្តកាន់អារម្មណ៍ទៅកាន់អារម្មណ៍ហ្នឹងកន្លែងណាគឺកន្លែងធ្វើការរបស់ចិត្តនឹងបញ្ជាក់ត្រង់ហ្នឹងណាឲ្យយល់ណាដល់យកមកដាក់ក្នុងផ្ទះហើយឲ្យនៅក្នុងផ្ទះហើយឲ្យធ្វើការដែលហៅថាមនោកម្មនោះកម្មអំពើទង្វើតាមផ្លូវចិត្តគឺត្រង់ណាត្រង់ដែរចិត្តនេះបង្អោនទៅដឹងខ្យល់ចេញនិងចូលនឹងចាំឲ្យច្បាស់នឹងប្រៀបដូចព្រានអភិធម្មដែរហើយប៉ុន្តែមិនបញ្ជាក់ថាតណាអភិធម្មស្អីឯងកាន់តែឲ្យផ្សារភ្ជាប់កិច្ចប្រតិបត្តិនឹងឲ្យដឹងថាឯណាកម្មដ្ឋាននៅត្រង់ណាហើយចាអារម្មណ៍កម្មដ្ឋាននៅត្រង់ណាចិត្តនៅឯណាឲ្យច្បាស់ត្រង់ថាប្រមូលចិត្តនៅក្នុងផ្ទះហត្ថវត្ថុហ្នឹងបេះដូងនឹងហើយខ្ញុំមិនបាច់និយាយថាមកទូកដៃទឹកឈាមអីទៀតទេណាឲ្យយល់ខ្លះទៅយល់ច្រឡំទៀតគ្រាន់យើងនិយាយថាបេះដូងហ្នឹងតែនិយាយខុសហើយនឹងតើបញ្ជាក់ថាមានទឹកមកទូកដៃទៀតអានឹងប្រកាន់ពេកហើយឥឡូវខ្ញុំសួរឥឡូវយើងថាយើងសង់ផ្ទះខ្ញុំប្រាប់តាឥឡូវលើកពុទ្ធបរិស័ទថាខ្ញុំសង់ផ្ទះមួយមានន័យថាអីផ្ទះនឹងស្រាប់អីស្រាប់នៅឬស្រាប់ដើរចោលហ្នឹងប្រាប់ថាសង់ផ្ទះមួយអាហ្នឹងគឺស្រាប់នៅហើយវាថាបេះដូងគឺថាអាហ្នឹងគឺកន្លែងបេះដូងគឺប្រអប់បេះដូងហ្នឹងហើយតែមានទឹកមកទូកដៃហ្នឹងហើយមិនបាច់បញ្ជាក់ទៅនឹងក៏ស្ដាប់បានដែរអញ្ចឹងមិនយើងសង់ផ្ទះសម្រាប់កាយនេះនៅមែនទេផ្ទះកាយប៉ុន្តែបេះដូងនេះផ្ទះអីផ្ទះចិត្តយល់ទេកន្លែងបេះដូងនោះផ្ទះចិត្តអញ្ចឹងចិត្តនៅក្នុងផ្ទះដ៏ល្អអត់រំខានពីនិវរណធម៌ឯងបានគេធ្វើការបានល្អគឺអីខួរក្បាលហ្នឹងគឺការិយាល័យគេធ្វើការហើយអញ្ចឹងគេធ្វើការអីចម្រើនកម្មដ្ឋានហើយកម្មអំពើទង្វើហ្នឹងតាមអីមโนទ្វាយល់ទេពេលហ្នឹងអត់មានកាយកម្មវិច័យកម្មទេណាមានតែមโนកម្មអញ្ចឹងឲ្យយល់ណាយល់ឲ្យដល់ប្រតិបត្តិឲ្យឃើញថានេះចិត្តអាត្មាឯងនៅក្នុងផ្ទះធ្វើការងារមួយនាទីពេលហ្នឹងហើយពេលដែលគេចេញពីផ្ទះទៅគេទៅណាប្រហែលនាទីឲ្យដឹងខ្លួនឯងពេលដែលចិត្តចេញទៅក្រដឹងគេទៅយូរហើយមែនទេបើឆាប់ដឹងទាញមកវិញឆាប់អញ្ចឹងឲ្យដឹងថាតើចិត្តយើងចេញក្រៅប្រហែលនាទីហើយមិញហ្នឹង1នាទីឬ1វិនាទីទាញមកវិញណាអញ្ចឹងសកម្មភាពអំពើទង្វើតាមមโนទ្វាគឺការគ្រប់គ្រងចិត្តកុំឲ្យដែនដូងទៅណាទៅផ្ទះមេយល់ឲ្យច្បាស់ចំណុចហ្នឹងណាអញ្ចឹងវិតកៈដែលលើកចិត្តឡើងកាន់អារម្មណ៍នេះគឺដឹងច្បាស់ខ្យល់ចេញក៏ដឹងខ្យល់ចូលក៏ដឹងហើយដែលដឹងបានអាស្រ័យលើចិត្តនៅក្នុងផ្ទះរបស់ខ្លួនឯងនៅក្នុងហត្ថវត្ថុនេះឯងក្នុងបេះដូងនឹងឯងយើងនិយាយពាក្យបេះដូងវាស្រួលស្ដាប់ហត្ថវត្ថុពុទ្ធបរិស័ទខ្លះថាមិនដឹងស្អីអានឹងហត្ថរូបនឹងមិនដឹងស្អីគេអញ្ចឹងពាក្យស្រួលស្ដាប់គឺបេះដូងហ្នឹងចាអញ្ចឹងក្នុងគណៈដែលនៅក្នុងបេះដូងគេលើកចិត្តដល់កាន់អារម្មណ៍ឲ្យថាចិត្តគេនេះចាប់ផ្ដើមធ្វើការជាមួយនឹងកម្មដ្ឋានគឺខ្យល់ចេញនិងចូលអញ្ចឹងត្រូវដឹងថានេះគណៈចិត្តរបស់អាត្មាអញកំពុងសោយអារម្មណ៍ចង្វាន់ដែលកំពុងសោយកំពុងដឹងខ្យល់ចេញចូលនេះជាកុសលកម្មជាកុសលធម៌គឺកំពុងធ្វើ
ធ្វើការតាមមโนទ្វាគឺមโนកម្មជាកុសលយល់ទេឲ្យច្បាស់ទៅនឹងអញ្ចឹងពេញចិត្តសប្បាយចិត្តទៅនេះអាត្មាអញអង្គុយមិញ1ម៉ោងវាចេញខ្លះមែនតិចតួចមែនតែអាត្មាអញបានទាញមកវិញចឹងខណៈទាញមកវិញអាត្មាអញដឹងខណៈដែលដឹងចេញនឹងចូលទេជាកុសលធម៌សុទ្ធសាធណាឲ្យចាំចេញក៏ដឹងចូលដឹងជាកុសលធម៌តែអត់ដឹងស្អីអកុសលធម៌អញ្ចឹងត្រូវយល់ថានេះកុសលធម៌ក្នុងវិតកៈគឺកុសលវិតកៈតែដល់ចិត្តចេញក្រៅទៅគិតអីផ្សេងជាអីជាអកុសលវិតកៈអញ្ចឹងចិត្តពីរនេះគេកំពុងប្រកួតប្រជែងគ្នាឲ្យយល់ណាយល់ថាចិត្តអាត្មាអញចេញទៅក្រៅជាប់ផ្ទះមេអញ្ចឹងទៅទាញពីផ្ទះមេមកវិញពីផ្ទះមេវិញមកចូលផ្ទះព្រះមកនៅក្នុងកម្មដ្ឋានអញ្ចឹងនៅក្នុងកម្មដ្ឋានបានប្រមាណនាទីនៅក្នុងផ្ទះព្រះគឺអីទី1គេកំចាត់និវរណធម៌ទី1គឺអីឋានមិត្តភ័ក្តិណាឲ្យយល់ណាឲ្យយល់ស៊ីជម្រៅអញ្ចឹងអត់ដោយបញ្ញាទេណាកុំអង្គុយចេះតែបិទទៅភ្នែកទាំងទៅដល់ណាដល់ណីយូរទៅឃើញទេវតាណាលើហើយបើចិត្តទៅហើយបែកឆ្វេងបែកស្ដាំទៅណាទៅណីព្រះអង្គឲ្យឃើញធម៌ក្នុងកាយណាធម៌ប្រជុំកើតប្រជុំលត់ក្នុងកាយទាំងអស់ប្រមូលមកនៅធម៌ប្រមូលមកនៅមគ្គគឺសិតទៅនៅក្នុងបដិបទាដែលយើងកំពុងប្រតិបត្តិតាមមโนកម្មនេះឯងឲ្យយល់កាយកម្មកុំឲ្យទៅមโนកម្មនៅណានៅតែកាយកម្មវិច័យកម្មឲ្យឃើញនៅមโนកម្មនៅទៅណាអាចិត្តហ្នឹងសកម្មភាពកំពុងធ្វើកំពុងភាវនាហ្នឹងហើយកំពុងដឹងហ្នឹងគេធ្វើការងារហ្នឹងឯងកម្មដ្ឋានដែលកំពុងចម្រើនហ្នឹងអញ្ចឹងក្នុងគណៈដែលដឹងទៅដឹងមកហ្នឹងសួរពេលហ្នឹងមានលោភៈទោសៈឯងឲ្យដឹងបើអាត្មាអញដឹងខ្យល់ចេញតែទន្ទឹមដឹងខ្យល់ចេញវាលោតទៅមួយផ្លេតទៅអន់ចិត្តអ្នកណាអត់ទៅភ័យខឹងអ្នកណាអានឹងអីអកុសលវិតកៈអញ្ចឹងចូលអីចូលធនមិត្តៈអញ្ចឹងធនមិត្តៈព្រះអង្គស្វែងថាម៉េចប្រៀបដូចបុគ្គលដែលជាប់មន្ទីរឃុំខាំងដឹងឲ្យច្បាស់ណាយល់ឲ្យច្បាស់ឥឡូវលំអិតដែរលំអិតមួយឲ្យដឹងហើយអត់មានពេលលំអិតច្រើនទៀតទេណាព្រោះនេះលំអិតលំអីឲ្យដើរចំទិសដៅដែលព្រះអង្គសម្ដែងថាទៅដល់សឡសកិច្ច16គឺជាប់ហ្មងតាមនឹងឯងនឹងបត្រៃបដកនឹងក៏ថាព្រះអង្គសម្ដែងឲ្យមានភាកច្រើនទៀតខ្ញុំនឹងយកមកផ្គុំចូលគ្នាឲ្យឃើញឲ្យច្បាស់ទាំងអស់គ្នាចឹងក្នុងគណៈហ្នឹងសប្បាយចិត្តទៅអូអាត្មាអញកំពុងអង្គុយចេញពីកម្មដ្ឋានចេញពីសមាធិកុំអាតនរូទៅណាទៅណីអង្គុយមកផ្លេតសិនសម្លឹងមើលសិនអាត្មាអញអង្គុយមិញហ្នឹងបំរើឲ្យអាហារអវិជ្ជានឹងប្រមាណនាទីហើយអាត្មាអញដោះចេញពីអាហារអវិជ្ជានឹងបានប្រមាណនាទីអាហារអវិជ្ជាគឺអីនិវរណធម៌5នឹងឯងអញ្ចឹងជំហានទី1នេះអាត្មាអញលើកចិត្តឡើងកាន់អារម្មណ៍ជាកុសលវិតកៈដែលស្ថិតនៅក្នុងសម្មាសង្កប្បៈឲ្យយល់ចំណុចនោះមួយទៀតណាចរសមាធិឲ្យយល់ចំណុចហ្នឹងមានបញ្ញាកើតដោយខ្លួនឯងមិនបាច់ខ្ញុំថាទេពេលនោះដោយព្រះអង្គហួនជាសួរខ្ញុំទៅញោមពេលប្រតិបត្តិទៅឃើញមិនអានឹងបញ្ញាញោមគិតមិនពិចារណាឃើញមិនបញ្ញាកើតនៅពេលអីដល់យើងពិនិត្យសង្កេតតាមមើលយើងប្រតិបត្តិយូរទៅបានដឹងទៅបញ្ញាអាត្មាអញកើតនៅពេលដែរមានសមាធិគឺអីពេលដែលដឹងខ្យល់ចេញក៏ដឹងចូលក៏ដឹងចេញក៏ដឹងចូលក៏ដឹងខ្យល់ដឹងធម្មតានឹងយូរប្រែប្រួលទៅខ្យល់វែងខ្យល់វែងនឹងតាមដឹងវែងនឹងតាមដឹងខ្យល់វែងប្រែប្រួលមុននឹងប្រែប្រួលវាសឡូនទៅណាខ្យល់វែងដំបងក្រោកគ្រាតតាមដឹងយូរទៅវែងនឹងតាមសឡូនទៅល្អិតទៅវែងនេះថយបាននេះថានិយាយស្រួលស្ដាប់ថាបាត់វាអត់បាត់ទេក៏ថយខ្យល់ខ្លីកើតឡើងអញ្ចឹងក្នុងគណៈយើងដឹងឃើញខ្យល់ខ្លីនឹងអាស្រ័យអីខ្ញុំបញ្យល់អាហេតុដំបូងទីអាទៀបនឹងសិនគឺអាស្រ័យដោយសមាធិគឺចិត្តស្ងប់ពេលហ្នឹងស្ងប់ណាចាស្ងប់នឹងឯងដែលចិត្តដឹងឯងដែលកំពុងតែដឹងនឹងឯងគេកំពុងតែដុតចឹងខ្ញុំចេះនិយាយថាពេលអង្គុយសមាធិអ្នកណាដុតអ្នកណាប្រយ័ត្នគេដុតយើងអង្គុយសមាធិប្រយ័ត្ននិវរណធម៌វាដុតវិញណាមិនមែនយើងដុតនិវរណធម៌ចឹងបើតាមដឹងទន្ទឹមនឹងតាមដឹងកំពុងសម្លឹងខ្យល់ចេញចូលខ្លីក៏ដោយវែងក៏ដោយល្អិតក៏ដោយទន្ទឹមនឹងកំពុងដុតអីទី1ឲ្យសកលទៀបព្រះអង្គសម្ដែងពីទៀបទៅខ្ពស់ដុតដំបូងទីគឺដុតធនមិត្តៈហ្នឹងទៀបជាងគេលេះទៀបងោកងុយខ្ជិលច្រអូសអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនឲ្យហើយអ្នកងោកបើសិនជាអង្គុយទៅងោក
សុំក្រោកកុំខ្មាស់គេក្រោកហើយទៅលុបមុខចេញកុំឲ្យងោកនឹងរហូតទៀតគឺអត់ទៅរួចទេពេលណាក៏ងោកងុយងក់រហូតអត់បានទេដូចអ្នកស្ដាប់ធម៌អញ្ចឹងទៅអង្គុយពុបគេធម៌ស្ដែងបានតែបន្តិចលក់បាត់ស្រាប់គេថាអូអនុមោទនាសាធុមកសាធុគេដែរតែមិនដឹងថាម៉េចខ្លះវាលក់បាត់ហើយអញ្ចឹងកុំឲ្យវាងោកទៅវាធ្លាប់ហ្មងអញ្ចឹងខ្ញុំសូមបញ្ជាក់ជូនឲ្យហើយក្នុងគណៈដែលងោកដឹងខ្លួនយើងងុយងោកក្រោកទៅលុបមុខហើយដើរចក្រមតិចទៅនឹងមិនមែនខ្ញុំចេះជាងព្រះឯងព្រះសម្ដែងប្រាប់អានន្តអញ្ចឹងខ្ញុំប្រាប់តាមនឹងខ្ញុំធ្វើតាមព្រះអង្គឯណាដើម្បីកុំឲ្យវាងោកងុយវាធ្លាប់តែអញ្ចឹងមាវាចន់កយើងបានវាចន់កយើងពេលហ្នឹងឯងអញ្ចឹងអត់ទៅមុខរួចទេអត់អាចទៅបឋមឈានអីបានទេវាងាប់នឹងអធិនមិត្តនឹងបាត់អីហ្នឹងជាប់មន្ទីរគុំខាងព្រះអង្គឧទាហរណ៍ដែលខ្ញុំលើកម្សិលមិញហ្នឹងមិនមែនអត់ប្រយោជន៍ទេណាឲ្យស្ដាប់បីយល់ថាអាត្មាអញចូលគុកគេឬចេញពីគុកគេបើនៅក្នុងធិនមិត្តនៅក្នុងគុកគេហើយឃុំខាំងជាប់អត់ទៅណារួចបញ្ញាវាអត់លូតទេបញ្ញាអត់ដោះបានទេអញ្ចឹងត្រូវស្រោតចេញទៅលុបមុខដើរចង្ក្រមឲ្យស្វាងចាំមកអង្គុយទៀតបើអង្គុយហើយនៅតែអញ្ចឹងទៅលុបមុខម្ដងទៀតដើរចង្ក្រមហើយអង្គុយរកកន្លែងភ្លឺនេះបងប្រាប់បន្តទៅទៀតគឺត្រូវភ្លឺបើមកក្នុងនេះវាមើលទៅនៅតែងោទេអង្គុយយ៉ាងកណ្ដាលនៅអីក្រៅទៅក្រៅវាមិនមែនហាលក្តៅទេនឹងមកលុបឈើតែវាភ្លឺជាងក្នុងអញ្ចឹងនឹងវិធីសាស្ត្រដែលព្រះអង្គប្រាប់យើងចាអញ្ចឹងក្នុងគណៈដែលយើងតាមដឹងដុតធនមិត្តបានគឺអីគឺវិតកៈនេះឯងដែលតួសម្មាសង្កប្បៈដែលព្រះអង្គសម្ដែងថាសម្មាសង្កប្បៈគឺការលើកចិត្តឡើងកាន់អារម្មណ៍នៅក្នុងអង្គឈានដែលព្រះអង្គសម្ដែងពីអរិយមគ្គអង្គ8នៅក្នុងពេលសមាធិពេលយើងសមាធិហ្នឹងណាមិនសមាធិយល់ត្រូវថាមានបុណ្យបានបុណ្យធ្វើបុណ្យបានបុណ្យនៅត្រេះរិះចេញចាក់កម្មគុណ5ត្រេះរិះព្យាបាទអីអត់ទៀតទេពេលហ្នឹងហើយដូចជាសមាធិការយល់ត្រូវជឿបាបជឿបុណ្យអត់ទេពេលហ្នឹងសមាធិដែលអត់តែឃើញហ្មងពេលសមាធិហ្នឹងអត់មានអីទៅយល់ពីដើមទីមកទៀតទេគឺដោយអត់ឃើញច្បាស់ឃើញច្បាស់នៅអីបាតុភូតនៃនាមធម៌និងរូបធម៌ច្បាស់ស៊ីជម្រៅទៅខាងក្នុងដែលចូលវិបស្សនានោះតែវិបស្សនាយើងទៅតិចសមាធិតិចបញ្ញាតិចដូចគ្នានឹងឲ្យយល់ណាចឹងក្នុងគណៈដែលយើងដកដង្ហើមដឹងចេញដឹងចូលដឹងថានេះចិត្តអាត្មាអញប្រះចាកលោកភៈទោសៈមោហៈទិដ្ឋិមនៈដោយសារអីដោយការមានសតិគ្រប់គ្រងចិត្តចម្រើនសមាធិនៅក្នុងកម្មដ្ឋានដែលយើងកំពុងចម្រើនចឹងទី1ធនមិត្តហ្នឹងយើងត្រូវដឹងថាយើងដុតនៅពេលណាណាឲ្យស្គាល់សត្រូវឲ្យសល់សត្រូវរបស់សមាធិគឺដុតពេលណាគឺដុតនៅពេលសមាសង្កប្បៈជំហានទី1នឹងឲ្យចាំរំលឹកហើយរំលឹកទៀតនិយាយហើយនិយាយទៀតដែលចាចឹងក្នុងគណៈដែលសម្លឹងអារម្មណ៍ត្រេះរិះអារម្មណ៍គណៈនឹងកំពុងតែដុតអាហារអវិជ្ជាមិនខុសអីពីយើងរក្សាសិលកំពុងតែដុតអីដុតការទ្រុសសិលឃើញទេយើងនឹងអស់គ្នាកំពុងអង្គុយក្នុងនេះរក្សាសិលកន្លងមកហ្នឹងគឺកំពុងដុតការទ្រុសសិលកុំឲ្យកើតទៀតបានន័យថាគ្របសង្កត់មិនឲ្យទ្រុសសិលកើតបានអញ្ចឹងពេលដែលយើងខំខ្យល់ផ្ចង់ស្មារតីផ្ទៀងផ្ទាត់ទៅតាមខ្យល់ចេញចូលប្រកបដោយសតិបញ្ញាស្មារតីគ្រប់គ្រងចិត្តទន្ទឹមនឹងកំពុងដុតអាហារអវិជ្ជាទី1គឺធនមិត្តឲ្យយល់ចំណុចហ្នឹងណាខណៈដែលយើងតាមដឹងជាប់យើងដុតអាហារទី1នឹងហើយបានន័យថាដើរចេញពីអីពីមន្ទីរឃុំឃាំងគេហើយធនមិត្តបងសម្ដែងតែដូចជានៅក្នុងគុករបស់គេក្នុងមន្ទីរឃុំឃាំងចេញអត់រួចតែឥឡូវយើងចេញហ่ะបានន័យយើងដុតអាហារអវិជ្ជាទី1បានហើយវិតករលត់ទៅវិចារៈកើតឡើងអញ្ចឹងវិចារៈមានន័យថាម៉េចពិចារណាអារម្មណ៍បើវិតកៈត្រេះរិះអារម្មណ៍ត្រេះរិះសម្លឹងវិនិច្ឆ័យសង្កេតខ្យល់ចេញមិនចូលមិនវែងមិនខ្លីមិនឲ្យចាំនិមិត្តរបស់ខ្យល់ទៀតណានិមិត្តរបស់ខ្យល់វែងរបៀបម៉េចខ្លីរបៀបម៉េចទាំងពួងម៉េចខ្យល់ស្កប់ម៉េចឲ្យស្គាល់អានឹងទៅទៀតចេះស្គាល់តាមនៅបើឥឡូវដាក់ចិត្តឲ្យដឹងខ្លះៗចឹងទៅយូរទៅកាន់តែដឹងទៅឥឡូវនិយាយហ្នឹងមិនតាន់ចាប់បានថាម៉េចទេតែប្រតិបត្តិទៅចាប់បានហើយ
ឲ្យតែជួបបលត្រូវចាប់បានហើយចាំជាប់ដល់អញ្ចឹងក្នុងគណៈហ្នឹងត្រូវបដោតមួយទៀតថានេះវិចារៈគឺការដែលពិចារណាអារម្មណ៍ហើយគេនៅពនីលជាមួយអារម្មណ៍នេះគេអត់ទៅណាឆ្ងាយទេគេនៅជាមួយនឹងឯងនៅជាមួយជាប់ហ្នឹងនៅក្នុងគណៈដែលគេតាមដឹងទៅមកខ្យល់ប្រព្រឹត្តទៅដោយអីដោយផាសាការប៉ះខ្ទប់នៅចំច្រមុះអត់តាន់ចោលទៅណាទេណានៅមើលទៅនឹងសិនអញ្ចឹងបើប៉ះខ្ទប់ចំច្រមុះនឹងគេទៅមកដឹងតែប៉ុណ្្នឹងឯងគេទៅតាណាគង់អត់ដឹងទេប៉ុន្តែយើងមិនបាច់តាមគេទេតែដឹងដោយបញ្ញាខ្លួនយើងអត់បោះចិត្តទៅជាប់ខ្យល់ហ្នឹងទេណាគ្រាន់តែដឹងបានហ្នឹងអញ្ចឹងក្នុងគណៈដែរវិចារៈនេះគេនៅជាប់នៅក្នុងអារម្មណ៍ហ្នឹងអត់មានចន្លោះទេបានន័យថាអត់នឹកទៅឃើញឯណាណីទេគឺតាមជាប់រហូតចឹងនឹងឯងវិចារៈនេះគេដុតអីអនវិតកៈគេដុតអីសំទោសមិញហ្នឹងវិតកៈគេដុតធនមិទ្ធៈដល់វិចារៈគេដុតអីវិជិកិច្ឆាហេតុអីបានគេដុតវិជិកិច្ឆាយើងកន្លងមកអង្គុយដបងទីខ្ញុំសួរសង្ស័យអត់ដបងអើយអញហើយទៅរួចចេះអញហើយឃើញអីគេចេះឬក៏អត់ចេះឬក៏អាម៉េចអាម៉ាព្រះអង្គថាទៀងអាម៉េចទៅស្អីណានេះសង្ស័យមិនអញមិនឯងនៅតាណាទៅវាអត់តន់ច្បាស់ទេតែដល់ពេលហ្នឹងច្បាស់ហើយច្បាស់ពីតាណាច្បាស់ដោយមានហេតុដុតនេះដុតធនមិទ្ធៈនេះដុតអាគុកអាងេតហ្នឹងអាងុយងោកហ្នឹងដូចគុកអាងេតចាប់ទីឃុំខាំងដល់គុកអាងេតអញ្ចឹងដុតអានឹងមួយមកវាហៅបន្តិចវារឿងភ្លឺទៅអញ្ចឹងវាចេញពីគុកហ្នឹងហើយមើលឃើញច្បាស់ថាអូព្រះអង្គសម្ដែងថាធម៌ទាំងឡាយកើតរលត់មែនតើណាចិត្តយើងចាប់ដើមស្ងប់ខ្លាំងម្ដងតិចណានឹងមើលឃើញព្រះអង្គស្ដែងថាសមាធិជាហេតុបញ្ញាជាផលអញ្ចឹងដុតដបងទីធនមិទ្ធៈបញ្ញាកើតដែរតែមិនតំច្បាស់មែនទេនេះក៏ដឹងអូខ្យល់ចេញដឹងចូលដឹងចូលតកើតរលត់អីចឹងមែនតែអត់ច្បាស់ថាដោយវិចារៈគេច្បាស់មែនទេព្រោះគេពន្លាលជាប់នឹងទៅគេដឹងអាខ្យល់វែងរលត់ទៅខ្យល់ខ្លីកើតខ្យល់ខ្លីរលត់ទៅខ្យល់ទាំងពួងកើតខ្ញុំឧទាហរណ៍ខ្លីទាំងសិននេះអញ្ចឹងគេមើលឃើញច្បាស់ថាអូព្រះអង្គសម្ដែងថាធម៌កើតពីហេតុបច្ច័យអាស្រ័យតគ្នាមែនតើណាដែលខ្យល់វែងនេះកើតអាស្រ័យអាត្មាអញចម្រើនខ្យល់ទាំងពួងខ្យល់ធម្មតាដែលព្រះអង្គសម្ដែងតាកំណត់ដឹងខ្យល់ចេញក៏ដឹងចូលក៏ដឹងនឹងខ្យល់ធម្មតាយើងដករងថ្ងៃហ្នឹងតែកន្លងមកយើងអត់ដែលកំណត់ដឹងចិត្តតែដកទៅមែនទេចិត្តដកទៅប្រកបដោយលោភៈទោសៈអីក៏ចិត្តតែដកចិត្តតែទៅអត់ដែលបានកំណត់ដឹងទេចឹងបានមានអ្នកសួរខ្ញុំថាចុះបើដកតាំងពីកូនងាពីក្មេងមករហូតដល់នឹងបានបន់អត់អើយឥឡូវមិនក៏មកដល់មកអង្គុយសមាធិដកដង្ហើមចេញចូលបានបន់ចាមុនបានអត់ខ្ញុំថាបើដឹងមានសតិគ្រប់គ្រងចិត្តគ្រប់គ្រងបានដឹងតែបានបន់តែបើអត់ទេអត់ប្រដកដោយរលត់សតិគឺមានតែអីមានតែលោភៈទោសៈមោហៈទិដ្ឋិមានកើតងាពុបឡើងដឹងតែពីមួម៉ៅខឹងម៉ែទាលិចទាកើតសុទ្ធតែអីមាននេះសត្វអកុសលទាំងអស់អញ្ចឹងដកដោយអត់សតិគឺដកដោយអកុសលអញ្ចឹងដឹងខ្លួនឲ្យហើយទៅណាថាតើកន្លងមកដកដោយអវិជ្ជាគ្រប់សង្កត់នឹងប៉ុណ្ណាសួរខ្លួនឯងទៅខ្ញុំអត់អាចឆ្លើយបានទេនឹងម្នាក់ដឹងខ្លួនឯងថាតើដកទាំងដង្ហើមចេញចូលដោយមានអវិជ្ជាគ្រប់សង្កត់នឹងតើរយៈពេលប៉ុណ្ណាមួយថ្ងៃមោហៈខ្វះសតិគ្រប់គ្រងចិត្តជាតួមោហៈជាតួអវិជ្ជាហើយអវិជ្ជាដែលជាអាហារអវិជ្ជានឹងមានស្អីកាមឆន្ទៈជាបតៈធនមិទ្ធៈឧច្ចៈកុច្ចៈវិជេកឆាសួរខ្លួនឯងទៅថាតើដកដង្ហើមប្រកបដោយធម៌នឹងឬក៏មិនណាមើលប្រកបដោយអាហារអវិជ្ជាឬក៏មិនកន្លងមកប្រកបដោយអាហារអវិជ្ជាពេញថឹកមកហើយដល់ពេលមកអង្គុយសមាធិដកដង្ហើមតែមិនប្រះចាកអាហារអវិជ្ជាព្រោះអីយើងពងដុតឥឡូវខ្ញុំតែសួរថាអង្គុយកន្លងមកនឹងដុតបានប៉ុណ្ណាហើយដុតគេដុតយើងនឹងឯងអង្គុយដុតគេកុំឲ្យគេដុតយើងបាននេះថាបើយើងអង្គុយនៅតែឲ្យអាហារអវិជ្ជាដដែលឈ្មោះថាយើងឲ្យអវិជ្ជាដុតយើងហើយព្រោះយើងឲ្យអាហារគេគឺជំនឿល្ងងខ្លៅបំផុតពី
ពីមុនយើងល្ងងយើងទួស្គាល់ថាល្ងងតែឥឡូវរៀនធម៌ព្រះអង្គប្រាប់ឲ្យកុំបន្តភាពល្ងងទៀតអីណានឹងឲ្យយល់ថាយើងដកដង្ហើមទីនេះគឺដកដង្ហើមប្រឆាអាហារអវិជ្ជាមានន័យថាយើងកំពុងសម្លាប់អាហារអវិជ្ជាគឺសម្លាប់អវិជ្ជានឹងឯងឲ្យច្បាស់ស្បាយចិត្តទៅដែលយើងចង់ថាបានពូជបញ្ញានោះណាអញ្ចឹងព្រះអង្គបញ្ជាក់ថាសមាធិផលរបស់សមាធិទី1គឺសេចក្តីសុខបច្ចុប្បន្នសុខប្រាក់លោកទី2នាំមានបញ្ញាគឺវិបស្សនាដែរជាបញ្ញាជាអានិសង្សរបស់សមាធិអញ្ចឹងអង្គុយសង្កេតមើលថាតើព្រះអង្គសម្ដែងនឹងត្រូវមែនអត់ច្បាស់ទេឥឡូវគិតមើលច្បាស់អត់អង្គុយនឹងអង្គុយមិនបើសិនជាវិតកៈរត់ទៅវិចារៈកើតកំពុងអង្គុយសម្លឹងខ្យល់ចេញចូលក៏យើងបានដឹងទៅអូខ្យល់ដែលវែងចេញទៅក៏រលត់ខ្យល់ចូលមកក៏រលត់អត្តបូងទីខ្យល់ធម្មតាចេញចូលក៏រលត់ឥឡូវកើតខ្យល់វែងក៏រលត់ទៀតតាមដឹងយូរទៅខ្យល់ខ្លីកើតក៏រលត់ទៀតអានឹងមិនទៅយើងឬគេក៏យើងអញ្ចឹងក្នុងគណៈដែលបានដឹងច្បាស់ចឹងឯងឈ្មោះថាដុតនៅវិជិកិច្ឆាសេចក្តីសង្ស័យនឹងដឹងកណ្ដឹងសឹងណាបន្តិចទៀតលើក្រោយញបញ្យល់ទៀតមិនដឹងត្រឹមប៉ុណ្្នឹងទេលេងសង្ស័យដឹងមិនខណ្ឌនេះបញ្ញខណ្ឌនេះមានតែអីណាបលីមានតែអីបញ្ញខណ្ឌនឹងមានតែអីមានតែរូបមានអីទៀតវេទនាសញ្ញាសង្ខារវិញ្ញាណពេលនឹងបញ្ញាដឹងច្បាស់ដោយខ្លួនឯងដែលលេងសង្ស័យត្រង់អីឃើញខ្យល់កើតរលត់ព្រះអង្គសម្ដែងថានឹងជាអីកាយមែនទេចាជាកាយជារូបហ្នឹងជាកាយជារូបកាយហ្នឹងចាអញ្ចឹងគេកើតរលត់អញ្ចឹងក្នុងខណៈដែលខ្យល់ដឹងខ្យល់ចេញចូលអ្នកណាដឹងចិត្តដឹងណាចិត្តដឹងដល់ចិត្តដឹងអ្នកណាអ្នកចាំអារម្មណ៍ណាចិត្តសោយអារម្មណ៍ណាសញ្ញាគេចាំអារម្មណ៍នឹងចាំឲ្យច្បាស់ពេលនឹងបញ្ញាកើតស្វ័យប្រវត្តិដល់ខ្លួនឯងទោះបីយើងនិយាយថាមែនតែដល់ពេលហ្នឹងយើងឃើញច្បាស់ប្រតិបត្តិតាមព្រះអង្គទៅអាថាផ្សេងណាអាឃើញដោយបញ្ញាចក្ខុផ្សេងតែយើងមិនតាន់បញ្ញាចក្ខុជាអរិយបុគ្គលទេវាបដិពួយពីនឹងទៅដូចយើងរៀនសាលាមកដល់ឧត្តមចេញពីណាទៅពីមត្តេយ្យមុននឹងអានអក្សរបានរូបហ្នឹងចេញពីណាទៅត្រូវរៀនស្រៈណាឥឡូវយើងពងរៀនស្រៈឯណាពងរៀនតួចឹងឯងពងរៀនប្រកបប្រឹងអានឹងឲ្យចេះបានអានទៅរូបបណ្ដោយអញ្ចឹងសំអីសំពីអាតិចហ្នឹងទៅហ្នឹងបញ្ញាដឹងពីតិចហ្នឹងទៅយូរដឹងមែនទែនត្រង់អីចិត្តសោយអារម្មណ៍ណាសញ្ញាចំអារម្មណ៍ហ្នឹងបើសញ្ញាចាំអារម្មណ៍ហ្នឹងចិត្តសោយអារម្មណ៍ហ្នឹងសង្ខារគេតាក់តែងណាគេតាក់តែងមួយអីសួរឡើយគ្រូសង្ខារតាក់តែងមួយអីពេលហ្នឹងចវណ្ណចិត្តសោយហ្នឹងមិនដែរខណៈចិត្តមិនទៅឲ្យច្បាស់រូបវេទនាសញ្ញាសង្ខារវិញ្ញាណ5ហ្នឹងនៅជាមួយគ្នាហើយទន្ទឹមហ្នឹងក៏មានអីមានកាយវេទនាចិត្តធម៌នៅហ្នឹងឯងហើយអង្គឈានទាំង5យើងទៅបាន1 2យើងឃើញនៅក្នុងឯងហើយគេកំចាត់អីធនមត្ថវិជិកិច្ឆានៅនឹងតាមើលឃើញហ្នឹងក៏ឃើញអញ្ចឹងទៅយើងឃើញថាអូបើកើតរលត់សួរតែមានយើងទេអត់មានយើងទេអ្នកណាខ្លះតើសម្រាប់សមាធិនៅមកចប់បញ្ញត្តិចប់រូបអីយល់ច្រឡំហើយអត់ប្រតិបត្តិចិត្តថានាំគេខុសគិតខុសយល់ខុសបាបព្រះអង្គឲ្យយកកាយមកជាទីតាំងសម្រាប់ចម្រើនតែដើម្បីលះកាយដល់ពេលឃើញពិតថានេះព្រះអង្គសម្ដែងថាកាយជារបស់សូន្យអញ្ចឹងអាខ្យល់ដែលវែងរលត់ទៅវាសូន្យអត់អាចចូលមករលត់ទៅសូន្យទេចាវាសូន្យកើតរលត់អញ្ចឹងវិជ័យកិច្ឆាលែងមានហើយប្រឃើញអីពេលហ្នឹងការតាក់តែងសង្ខារធម៌ជាកុសលធម៌នៅក្នុងខណៈដែលចិត្តកំពុងស្ងប់តាមដឹងអារម្មណ៍ដែលកំពុងចម្រើនគឺអី
cho đang hàng tranh nâng châu đấy chắc mà bọn sầm này ta cho tranh châu miền ẩm nái rồi hốt đó đó ăn say cái lẻ bán cầm chặt bị chia bán ai cho lòng phục bày bán tam bọn sầm đấy hay gặp bọn bán ăn vọt hơi cứ bọn châm ra nơi này cái lòng lục bồi tiệp bực mình thấy dân thành công sốt là ngày nữa nè nó nói dân phong thôi tầm nào tam bọn khơi nhá bọn sầm này tục ở dương ở chờ thao thua na pa sập tập pre mình thế bọn bị chết ta sập dương ta óc nên nó làm mèo bạn say tới cho môi kia chơi dương mưa khơi ta này cặp bông ta chầm ra hơn nó nghe ở đằng tha pan nha cặp bông cào cào được bé đã chặt ngọt này chẳng ở chỗ chầm mệt nâng muối ở khơi ta xong kha rồi thua cái cặp bông tạ tái nơi bé đá chỗ là chặt sao không ấy không samadhi cứ không mà nô thuê hai tạc mà nô cầm nó và dân ta xe dân cọt ra nâng ấy hai ca giật cầm và nhông dê chế ấy vì chay cầm thì nhông phong thua thông mà tiền phong bình chốn nó vì chay cầm rồi đọc phong sạ đạp nó sẽ mà nô cầm rồi đọc bê phong chùm ra mà nô cầm đấy chẳng xong chật lá phần đăng sân cho ở xa đòn màu ngái prap tràn bấy vây ở lâu mà cái lẹ đăng sân hay anh quỳ sân chăm tôi bị nứt bê quỳ mình bắt đầu ta đăng mạch đài và chạy prap hay ná tam đăng chắc á đăng ở trâu tam của ông sầm đáy mình trong mấy nay nhầm vô và trâu đọ mó còn là an đang phần vô chun thêm tí đời sao an tràn tới khơi bật bị sọt ông sầm đáy tràn chẳng vô mà phần vô nhưng mình vô bịa nhưng mà phần vô đấy nó nhầm vô và trâu bị đọ bị vô và trâu bị đọ đây bọn ông sầm đáy làm xì chẳng xôm ạ nộp mô tận đi